ស្វាគមន៍ការវិលត្រឡប់សារថ្មីនៅក្នុងកម្មវិធីសនឹងខ្មែរនៅក្នុងសប្តាហ៍នេះពិតជាមិនធ្វើឲ្យលោកអ្នកខកបំណងឡើយយើងនៅមានបទសម្ភាសន៍ជាបន្តបន្ទាប់តាក់ទងអំពីសិល្បកររ៉េឌីមេរូបដែលគាត់នឹងផ្ដល់កិត្តិយសចូលរួមឥឡូវសូមលាក់បន្តិចសិនហើយកម្មវិធីរបស់យើងអាចដំណើរការទៅបានក៏សូមអរគុណដល់ម្ចាស់ឧបត្ថម្ភធំមួយចំនួនដែលមានដូចជាផ្សារទំនើប Wesley ជាផ្សារដែលមានទីតាំងធំទូលាយផ្គត់ផ្គង់គ្រឿងបរិក្ខារប្រើប្រាស់គ្រប់ប្រភេទត្រីសាច់បន្លែគ្រឿងឧបភោគបរិភោគប្រកបដោយគុណភាព EDM ជាដៃគូគ្រប់ event របស់លោកអ្នកបងវាយអារម្មណ៍ប្រិយមិត្តទូទស្សនិកជនដែលកំពុងតែជា fan តាមដាននៅក្នុងកម្មវិធីសនឹងខ្មៅរៀងរាល់សប្តាហ៍តែងតែជួបជាមួយអ្នកនេះអ្នកនោះឬក៏អ្នកខ្លះសំណុំពរស្នើសុំទៅតាម page ក៏ដូចជាព័ត៌មានផ្សេងទៅតាមចំណង់ចំណូលចិត្តដូចថាជាតារាឬក៏ idol ដែលក្នុងចិត្តគាត់ហើយគាត់ចង់ឲ្យចូលរួមបទសម្ភាសន៍នៅក្នុងកម្មវិធីរបស់យើងប៉ុន្តែថ្ងៃនេះនាងខ្ញុំអញ្ជើញភ្ញៀវកិត្តិយសមួយរូបដែលជាសិល្បករនីដែលធ្លាប់មានវត្តមានម្ដងរួចទៅហើយថាតើថ្ងៃនេះយើងនឹងមានអ្វីជជែកគ្នាស្វាគមន៍ជាមួយនឹងបងអូនស្រីប្រកាយច័ន្ទចាជំរាបសួរណាបងសុខសប្បាយប្រកាយច័ន្ទអរគុណសុខសប្បាយធំមកលើកនេះមានអារម្មណ៍ថាស្រស់ថ្លាស្រស់ស្អាតឆ្វាច់ចែងចាំងចាពីព្រោះថាមួយរយៈនេះគឺសុខទុក្ខសុខសប្បាយការងារក៏រៀងកាក់កបទាំងកិច្ចការងាររបស់ក្លឹបក៏ជោគជ័យរលូនទៅល្អខ្លាំងមែនទែនប៉ុន្តែចម្លែកខ្លាំងមែនទែនដោយសារតែមានវត្តមានជាលើកទី2នៅក្នុងកម្មវិធីសខ្មៅអញ្ចឹងហើយមានអារម្មណ៍ថាអូយខ្ញុំធ្វើអីខុសទៀតហើយខ្ញុំធ្វើអីខុសទៀតហើយបាត់អត់ដឹងថាខ្លួនឯងធ្វើអីខុសហើយប៉ុន្តែថ្ងៃនេះត្រៀមខ្លួនរួចជាស្រេចចាដើម្បីធ្វើការឆ្លើយតបនឹងសំណួរដែលអ្នកបងនឹងត្រៀមធ្វើការសួរមកពីព្រោះថាសំណួរនីមួយដែលនៅក្នុងកម្មវិធីសខ្មៅគឺត្រូវតែបើកកកាយទាំងអស់ចាព្រោះធម្មតាកម្មវិធីរបស់បងនៅពេលដែលបងអញ្ជើញសិល្បករនេះក៏ដូចជាតារាកិត្តិយសណាក៏ដោយគាត់អញ្ជើញបងខ្ញុំអត់មានរឿងអីសម្ភារផងហ្នឹងគាត់ដូចថាគាត់មានអារម្មណ៍ថាចេះគាត់មានរឿងអីទៅនិយាយមានរឿងអីអញ្ចឹងណាបងអត់ទេ concept របស់បងសម្ភារបែបនេះចេះយល់បញ្យល់គាត់តែគាត់អូខ្ញុំយល់ហើយចឹងបងចាព្រោះពេលខ្លះអ្នកដែលឡើងកម្មវិធីបងតែយល់ច្រឡំថាអូតើមានជួបគ្នាតើមានបញ្ហាតែមិនមែនចាំបាច់តែបញ្ហានៅក្នុង social media ទេសូម្បីតែរឿងអីខ្លះដែលជាចម្ងល់ដូចថាទស្សនិកជនគាត់ឆ្ងល់រឿងអីមួយចង់ដឹងពីសម័យខ្លួនមិនមែនជាចំនួនក៏ដោយក៏អាចចូលរួមបានដែរព្រោះកម្មវិធីរបស់យើងអត់មានរើសថាអូតើតារាមុខទេតែគាត់ជាបុគ្គលមួយដែលគេចាប់អារម្មណ៍កំពុងតែចាប់អារម្មណ៍ហើយត្រូវការគាត់ឡើងមកនិយាយចេញពីមុខខ្លួនឯងតែប៉ុណ្្នឹងប្រកាយចាំលើមមាញឹកខ្លាំងមែនទេមមាញឹកខ្លាំងមែនតើអ្នកបងទាំងកិច្ចការងារខ្លួនឯងផ្ទាល់ទាំងកិច្ចការងាររបស់សាលាជាពិសេសមួយរយៈនេះគឺថារៀងកាក់កបខាងផ្នែកគេហៅធ្វើ BA អញ្ចឹងចាចាំបានទឹកមុខចេញមកគឺបញ្ជាក់អំពីទឹកលុយទៅចាំបានគេតែនិយាយថាចេះមនុស្សយើងនៅពេលដែលមានលុយហើយនឹងអត់លុយពិតជាទឹកមុខខុសគ្នាមែនទេទោះបីជាពេលខ្លះមានលុយក៏ដោយតែបើសិនជាអារម្មណ៍មួយបង្កប់ដោយភាពសោកសៅក៏យើងអាចលាក់គេចិត្តដែរខ្សែភ្នែកការនិយាយស្ដីទឹកមុខគឺឆ្លុះបញ្ចាំងអំពីភាពមានបានរបស់មនុស្សនិងសេចក្តីសុខរបស់មនុស្សចាឥឡូវនេះឃើញថាបកាយច័ន្ទមានការងារច្រើនហើយដូចជា BA អញ្ចឹងការងារដែលចាប់ផ្ដើមពីបងឃើញចាប់អារម្មណ៍ថាពីការងារដែលនិយាយពាក្យពេចន៍អីខ្លីៗបែបកំ pl អាហ្នឹងវាបែកមកពីណាវិញហើយហេតុអីទៅបានជាធ្វើឲ្យអូនចាប់ផ្ដើមធ្វើចេញពីលក្ខណៈកំ pl បែបហ្នឹងតាមពិតទៅពុកម៉ែបងប្អូនមួយចំនួនដែលជា fan អ្នកគាំទ្ររបស់បកាយច័ន្ទផ្ទាល់លោកប្រហែលជាដឹងថានេះខ្ញុំគឺជានាដការីផ្នែកខាងរបស់បុរាណហើយក៏ជាសិល្បករនីផ្នែកតារាសម្ដែងមនោសញ្ចេតនាទឹកភ្នែកកំសត់អីចឹងហេតុអីបានមកធ្វើជាកំ pl បានហេតុអីបានត្រូវបង្កើតទាំងទស្សនីយភាពឬក៏វីដេអូឃ្លីបអីសប្បាយបែបកំ pl ចឹងមកធ្វើអីវាខុសប្លែកពីរសជាតិដែលគាត់ធ្លាប់ស្គាល់នេះខ្ញុំពីមុនមកធម្មតាពីមួយឆ្នាំទៅមួយឆ្នាំការវិវត្តកាន់តែកើនឡើងចំណីអារម្មណ៍របស់អ្នកទស្សនាក៏កាន់តែផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃមិនប្រកាសថាគាត់ចូលចិត្តមើលអ្វីដែលសែតមិនប្រកាសថាគាត់ចូលចិត្តមើលរឿងណាដែលអប់រំព្រានបដៅច្រើនជួនកាលគាត់កំពុងតែ stress គាត់អាចនឹងចង់មើលរឿងណាដែលផ្ដល់នូវសំណើចឲ្យគាត់អញ្ចឹងខ្ញុំគិតថារឿងដែលផ្ដល់ទឹកភ្នែកឲ្យទស្សនិកជនរឿងដែលផ្ដល់មនោសញ្ចេតនាការគិតផ្នត់គំនិតផ្សេងៗយើងបានផ្ដល់ឲ្យគាត់អស់ឲ្យគ្រប់រសជាតិប៉ុន្តែយើងនៅខ្វះរសជាតិមួយដែលធ្វើឲ្យគាត់នឹកស្មានម្ដងគឺការផ្ដល់នូវភាពសប្បាយរីករាយឲ្យគាត់ហើយណាមួយយើងឃើញថាសម័យនេះគេក៏ជឿនលឿនដែរគេហៅថាសម័យ digital គ្រប់យ៉ាងគឺត្រូវការប្រើទៅលើប្រព័ន្ធ social media ច្រើន
ចឹងនាងខ្ញុំក៏ចាប់ផ្ដើមមានអារម្មណ៍ថាចុះបើយើងធ្វើអ្វីដែលថ្មីប្លែកដែលបងប្អូនម្ដាយធ្លាប់ឃើញយើងពីមុនមកថាតើគាត់អាចនឹងចាប់អារម្មណ៍យើងដែរអត់បើសិនជាយើងមិនសាកល្បងអ្វីដែលថ្មីយើងមិនដឹងថាតើយើងទៅបានដែរឬក៏អត់អញ្ចឹងនាងខ្ញុំក៏សម្រេចចិត្តថាមិនអីទេចាប់ផ្ដើមសាកអ្វីដែលថ្មីត្បិតតែថ្មីទីពេលដែលយើងធ្វើទៅយើងអាចនឹងទទួលបាននៃការរងរិះគន់មួយចំនួនថាធ្លាប់តែជាតួឯកស្រីដែលមើលទៅមានកេរ្តិ៍ឈ្មោះថ្លៃថ្នូរចាធ្លាប់តែគេទៅសើថាជាអ្នកគ្រូលោកគ្រូហេតុអីមកធ្វើអាឡែអាឡក់ដូចមនុស្សឈួតអញ្ចឹងទោះជាពេលខ្លះយើងអាចរងសម្ពាធនឹងក៏ពិតមែនប៉ុន្តែយើងត្រូវតែសាកល្បងនៅអ្វីដែលថ្មីជួនកាលនៅពេលដែលគាត់ឃើញដែលយើងធ្វើហើយគាត់អាចពេញចិត្តជាមួយនឹងសមិទ្ធផលដែលយើងកំពុងតែធ្វើគឺថាបានយូរវាអាចជាការបែងចែកផ្លុតកំណត់ខុសគ្នាជួនកាលអ្វីដែលគាត់មើលគាត់ត្រឹមតែជាទស្សនិកជនតែវិស័យទីផ្សារដើម្បីរីកចម្រើនការងារជាអ្នកសិល្បៈគាត់ដឹងចាត្រូវធ្វើឲ្យយើងរីកចម្រើនការងារសេដ្ឋកិច្ចខ្ពស់ជាងមុនព្រោះលុយមិនស្រួលណាមែនទេតតែត្រូវក្បួនតាំងដូចខ្សែចំបៃត្រូវក្បួនត្រូវការត្រូវវេលាយអូនបាទចាតាមនឹងដូចគ្នាចានេះបងចាហើយដល់ពេលយើងចាប់ផ្ដើមធ្វើវីដេអូពីដំបូងឡើងទៅក៏ចាប់ផ្ដើមមានអារម្មណ៍ថាទោះមានការគ្រប់គ្រងមិនទេណាវាចាត់ទុកថាជារឿងដែលមិនគួរឲ្យនឹកស្មានទេបងពី view ត្រឹមតែ 1k 2k ស្រាប់តែមកវីដេអូនឹងចេញទៅ view ឡើង 6-700k ចាបាទចាចិត្តមកនេះខ្ញុំមានអារម្មណ៍ថាអូតែប៉ុន្តែបងប្អូនចូលចិត្តអ្វីដែលវាថាវាប៉ះពាល់ផ្លូវអារម្មណ៍សុបាយបែបប៉ះពាល់ផ្លូវអារម្មណ៍ចាបែបចុះដាក់ដោតអីចឹងណាអញ្ចឹងនេះខ្ញុំក៏ចាប់ផ្ដើមរកចំណុចបានថាចំណុចដែលយើងដើរហ្នឹងត្រូវហើយអញ្ចឹងបានន័យថានេះខ្ញុំចាប់ផ្ដើមដឹងពីអ្វីដែលជាចំណងចំណូលចិត្ត fan page របស់នេះខ្ញុំសម្រាប់បងប្អូនដទៃយើងអត់ទាន់ដឹងទេប៉ុន្តែយើងនិយាយតែនៅក្នុង fan page របស់នេះខ្ញុំសិនគាត់ចូលចិត្តប្រភេទបែបហ្នឹងអញ្ចឹងនេះខ្ញុំក៏ចាប់ផ្ដើមរកនឹក quote ផ្សេងដែលតាក់ទងជាមួយនឹងភាសាបែបនិយាយលេងផងបែបឌឺដងផងអីអញ្ចឹងពីមួយវីដេអូទៅមួយវីដេអូវាកាន់តែកើនឡើង view ពី100 300រហូតដល់វីដេអូខ្លះក៏ឡើងទៅដល់ 1M view អញ្ចឹងបាននេះខ្ញុំថាអញ្ចឹងបានន័យថា Facebook page របស់នេះខ្ញុំឬក៏ fan page របស់នេះខ្ញុំគឺគាត់ចូលចិត្តរសជាតិបែបហ្នឹងសប្បាយចិត្តនៅពេលដែលយើងរកខ្លួនឯងឃើញអាហ្នឹងវាចូលលក្ខណៈរកខ្លួនឯងឃើញណាសប្បាយខ្លាំងមែនទែនសប្បាយខ្លាំងមែនទែនរកខ្លួនឯងឃើញហើយមិនមែនបែបថាយើងធ្វើដោយមិនចេញពីចិត្តណាអានេះគឺយើងសប្បាយនៅក្នុងការធ្វើវាហើយអ្នកមើលផនយើងក៏គាត់សប្បាយនៅក្នុងការទទួលយកហើយគាត់ share គាត់ like view គឺពីមួយថ្ងៃទៅមួយថ្ងៃមានតែការកើនឡើងព្រោះមនុស្សដែលអត់ទាន់ជោគជ័យពិតប្រាកដដោយសារយើងអត់ទាន់ស្វែងរកទេពកោសល្យខ្លួនឯងបកកែអីអាចធ្វើអីបានជួនកាលមនុស្សមិនមែនបកកែតែម្យ៉ាងបកកែច្រើនយ៉ាងគាត់ពេលខ្លះយើងធ្លាប់បញ្ចេញអ្វីមួយជាផ្នែកណាមួយនៃសមត្ថភាពរបស់យើងហើយផ្នែកណាខ្លះយើងអត់ទាន់បញ្ចេញឬក៏យើងអត់សាក់លបងចឹងបានគេតែងតែឲ្យយើងនឹងសួរខ្លួនឯងថាយើងចូលចិត្តអីយើងចូលចិត្តអ្វីដែលយើងស្រឡាញ់ចូលចិត្តប្រាថ្នាឬក៏យើងបកកែអីដើម្បីឲ្យយើងព្យាយាមស្វែងរកចំណុចខ្លាំងនិងចំណុចខ្សោយរបស់យើងទៅយើងអាចរកភាពខ្លាំងរបស់យើងឃើញរកគេហៅទេពកោសល្យប្រកបយើងឃើញពេលនោះហើយគឺយើងជោគជ័យឥឡូវបកាយច័ន្ទចាត់ទុកថាចូលលក្ខណៈជោគជ័យហើយបន្ទាប់ពីបានន័យថារងជួបភ្លៀងជាច្រើនបើនិយាយបើបងសម្ភារបកាយច័ន្ទចូលចិត្ត1ឆ្នាំមកត្រូវអត់ចាឆ្នាំហើយចាបានខែទៀតចូល1ឆ្នាំហើយអញ្ចឹងទៅការតែត្រឡប់មកសាយថ្មីទៀតវាមានចំណុចខ្លះដែលគេហៅថាជាទីចាប់អារម្មណ៍និងជាទីចម្ងល់ដែលគេឆ្លងថាតាមពិតរូបរាងក៏កម្ពស់បានហើយបើសិនជាខ្នាតស្តង់ដារនៅស្រុកខ្មែរគឺពេញបបមិនចឹងស្គមតូចច្រឡឹងអីចឹងទៅសម្ដីការនិយាយមានបែបបត់ល្អចាការដើរអីចឹងក៏អូនដើរបានល្អឥតខ្ចោះអានេះគ្រាន់តែល្អឥតខ្ចោះសម្រាប់ខ្ញុំតែឃើញទស្សនៈគាត់ប៉ុន្តែមនុស្សម្នាក់ចិត្ត100នាក់ខុសគ្នាទៅ100នាក់ចាខ្ញុំពេញចិត្តគាត់ខ្ញុំនឹងសរសើរគាត់តែអ្នកខ្លះមិនពេញចិត្តគាត់ហើយមានទស្សនៈពីបងចាអាហ្នឹងខ្ញុំនិយាយពីទស្សនៈខ្ញុំមេដែលបងមើលឃើញអញ្ចឹងក៏ប៉ុន្តែនៅពេលឥឡូវហ្នឹងបែរជាអូនជ្រើសរើសអ្វីដែលជាផ្លូវដើររបស់ខ្លួនឯងគឺបែបជាខ្លួនឯងសមត្ថភាពខ្លួនឯងការងារខ្លួនឯងក្លឹបខ្លួនឯងអីខ្លួនឯងអញ្ចឹងទៅចាមូលហេតុអីទៅបានជាអូនត្រូវដូចថាបោះបង់ផ្នែកផ្សេងចោលមួយរយៈធំតែតាមពិតជាក្តីសម័យអូនតាំងពីតូចតាមរយៈបទសភាបងពីមុនមកមែនគឺបងកញ្ញាគឺអូនចង់មែនតើតែឥឡូវហេតុអីធ្វើឲ្យអូនមានកំណត់ផ្លាស់ប្ដូរទៅវិញវាមានកត្តាគួបផ្សំជាច្រើនដែលធ្វើឲ្យយើងមិនអាចនឹងបន្តឬក៏ឈានដំណើរទៅកាន់វិថីនឹងបានបន្តទៀតទី1កិច្ចការងារសិល្បៈរបស់យើងក៏កាន់តែជោគជ័យពីមួយថ្ងៃទៅមួយថ្ងៃមាន brand ជាច្រើនដែលគេតាក់ទងមក brand ខ្លះក៏ត្រូវតម្លៃគ្នាទៅអ្នកខ្លះក៏មិនត្រូវតម្លៃគ្នាទៅអីអញ្ចឹងណាបងចាហើយមួយវិញទៀតក៏រវល់តាក់ទងជាមួយនឹងការងាររបស់ក្លឹបចាទី2ត្រូវផ្ដោតទៅលើសកម្មភាពក្លឹបឲ្យបានច្រើនចាពីព្រោះកិច្ចការងាររបស់សិស្សក៏ច្រើនអញ្ចឹងយើងត្រូវតែរកអ្វីដែលជាចំណេះចក្ខុថ្មី
ទៅបង្ហាត់សិស្សដើម្បីឲ្យសិស្សយកមកបង្ហាញសមត្ថភាពទៅទស្សនិកជននៅពេលដែលគាត់ឃើញអ្វីដែលថ្មីគាត់នឹងចាប់អារម្មណ៍ជាមួយនឹងសមត្ថភាពរបស់សិស្សអញ្ចឹងការងារយើងហូរចូលមកទៀតហើយចាអញ្ចឹងការងារខ្លួនឯងផងការងារក្លឹបផងហើយណាមួយវាធ្លាប់មានបទពិសោធន៍ដែលមិនល្អធ្លាប់មានបទពិសោធន៍ដែលមិនល្អសម្រាប់យើងគិតថាយើងមិនអាចនឹងបន្តផ្លូវនឹងបានទៀតអញ្ចឹងហើយធ្វើឲ្យនាងខ្ញុំមានអារម្មណ៍ថាចង់តិចអត់តិចមុនដំបូងនេះបងចង់តិចអត់តិចថាតើខ្លួនឯងគួរតែបន្តផ្លូវនឹងទៀតដែរឬអត់ពីព្រោះថាយើងធ្លាប់ជួបឧបសគ្គហ្នឹងហើយប៉ុន្តែគាត់ថាលើកទី2យើងនឹងជួបណាហើយបើសិនជាយើងជួបក៏យើងធ្លាប់មានបទពិសោធន៍ដែរអញ្ចឹងយើងអាចនឹងដើរហួសឧបសគ្គហ្នឹងទៅបានប៉ុន្តែកត្តាដែលធ្វើឲ្យនាងខ្ញុំត្រូវតែដាច់មិនចូលតែម្ដងគឺម៉ាក់អូចាម៉ាក់ជាអ្នកហាមវិញអញ្ចឹងដាច់ខាតហ្មងអ្នកបងគឺគាត់មិនដែលចេះដាច់អហង្ការជាមួយនាងខ្ញុំទេសម្រាប់ចិត្តធ្វើអីគឺគាត់ផ្ដល់សិទ្ធឲ្យនាងខ្ញុំជាអ្នកសម្រេចប៉ុន្តែរឿងមួយហ្នឹងគឺគាត់ផ្ដាច់អហង្ការតែម្ដងគាត់និយាយថាក្នុងកំឡុងពេលដែលប៉ានៅខ្ញុំអត់ដែលមានរឿងអាស្រូវណាមួយឲ្យគេមកជេរហើយខ្ញុំក៏មិនដែលមានរឿងណាមួយឲ្យគេមកបន្ទោសផ្អាប់ដែរមានតែពាក្យសរសើរថាអ្នកគ្រូព្រះកាយច័ន្ទល្អណាស់ចុះហេតុអីនៅពេលដែលប៉ាផុតទៅហើយមិនបន្សល់ទុកអាកេរឈ្មោះឬក៏មិនបន្សល់ទុកនៅអ្វីដែលជាភាពល្អដែលឪពុកផ្ដល់ឲ្យមួយម៉ាត់នឹងធ្វើឲ្យនឹងខ្ញុំចាក់ចូលក្នុងខួរចាក់ចូលក្នុងខួរចាប់ផ្ដើមតូចចិត្តខ្លួនឯងថាហេតុអីបានសាងកំហុសនឹងឡើងអញ្ចឹងដើម្បីកុំឲ្យលោកឪពុកដែលចែកឋានទៅហើយគាត់មានវិបដិសារីចំពោះខ្ញុំព្រោះខ្ញុំតាំងពីតូចរហូតដល់ធំខ្ញុំមិនដែលធ្វើឲ្យឪពុកមានវិបដិសារីហើយក៏មិនដែលធ្លាប់ធ្វើឲ្យឪពុកខ្ញុំសាក់ទឹកភ្នែកដែរអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមគិតថាម៉ែមានប្រសាសន៍ត្រូវហេតុអីបានមិនព្យាយាមធ្វើអ្វីដែលល្អឬបង្កើតអ្វីដែលថ្មីសម្រាប់កេរ្តិ៍ឈ្មោះខ្លួនឯងក៏ជាអ្វីដែលឪពុកបានបន្សល់ឲ្យអញ្ចឹងផ្លូវមួយហ្នឹងវាធ្វើឲ្យខ្ញុំជួបនៅបទពិសោធន៍ឈឺចាប់ជាច្រើនអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាគោរពតាមការផ្ដល់យោបល់ពីម្ដាយគឺនាងខ្ញុំប្រកាសជាសាធារណៈតែម្ដងថានាងខ្ញុំនឹងមិនវិលត្រឡប់ចូលទៅកម្មវិធីបបរកញ្ញាទៀតទេព្រោះធៀបពិតទៅអ្នកខ្លះធម្មតាពាក្យចាស់បារម្ភតែងតែមានដែរមែនទេមកពីដឹងថាខ្លួនឯងវាមិនអាចទៅរួចទេសម្រាប់នៅមានគេហៅថាកម្រិតសមត្ថភាពក៏មិនជាលើសគេណាដែរប្រហែលគេអីជាចឹងណាចាអញ្ចឹងតែអ្នកខ្លះពេលដែលដាក់បន្ទុកឲ្យណាម្នាក់មិនមែននិយាយឬការប៉ັດមិននិយាយទេចេះតែបណ្ដាហើយចេះថាគេខ្វះនេះគឺខ្វះហ្នឹងខ្លួនឯងយល់មិនដែរចំពោះចំណុចហ្នឹងឲ្យខ្លួនឯងធ្លាប់ជួបប្រទះអារឿងហ្នឹងអត់នេះខ្ញុំជឿជាក់ថាមហាជនមួយចំនួនគាត់ប្រកាសជាដឹងអំពីទេពកោសល្យក៏ដូចជាសមត្ថភាពរបស់ព្រះកាយច័ន្ទអគតិមួយចំនួនតែប៉ុណ្ណោះដែលគេគិតបែបហ្នឹងប៉ុន្តែគ្រាន់តែថាខ្ញុំចង់ជំរាបជូនទៅកាន់អ្នកដែលគិតបែបហ្នឹងឧទាហរណ៍ស្រាប់តែលឺសូពាក្យព្រះកាយច័ន្ទថាលែងចូលបបរកញ្ញាហើយត្រូវឲ្យលែងចូលទេដោយសារយើងចាស់ត្រូវឲ្យលែងចូលហើយដោយសារយើងនឹងវាលែងល្បីវាលែងអីអញ្ចឹងចាស្តង់ដារនៃសម្រស់អត់មានអ្នកណាមកអាចកំណត់បានថាអ្នកឯងត្រូវតែចេះបានស្អាតអ្នកឯងត្រូវតែចោលបានស្អាតទេភាពស្អាតគឺមានរៀងខ្លួនមានរៀងខ្លួនហើយសមត្ថភាពរបស់ខ្ញុំនាងខ្ញុំជឿជាក់ថានាងខ្ញុំអាចធ្វើទៅបានមកត្រឹមដើរម៉ូដមកត្រឹមសម្ដែងមកត្រឹមច្រៀងមកត្រឹមនិយាយមកត្រឹម Q&A យើងអាចធ្វើទៅបានពីព្រោះបងប្អូនដឹងអំពីតួនាទីរបស់នាងខ្ញុំនៅក្នុងសិល្បៈឯងនាងខ្ញុំមានអាជីពជាពិធីការនីនាងខ្ញុំមានបទពិសោធន៍នៅក្នុងការនិយាយចានាងខ្ញុំមានបទពិសោធន៍នៅក្នុងការរាំនាងខ្ញុំមានបទពិសោធន៍នៅក្នុងការដើរអ្វីគ្រប់យ៉ាងវាទាមទារឲ្យមានបទពិសោធន៍ចុះបើមានបទពិសោធន៍ហើយរឿងអីដែលយើងត្រូវខ្លាចរឿងអីដែលបញ្ជាក់ថានាងខ្ញុំអត់មានសមត្ថភាពនាងខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ប៉ុន្តែនាងខ្ញុំនៅតែជ្រើសរើសមិនចូលរួមប្រកួតដោយសារកត្តាដែលនាងខ្ញុំបានជម្រាបជូនខាងលើបាញ់មិញនេះទី1ទី2នេះខ្ញុំចង់ផ្ដល់ឱកាសឲ្យយុវតីជំនាន់ក្រោយសូមត្រឹមតែជាអ្នកត្រួសត្រាយផ្លូវសូមត្រឹមតែជាអ្នកដែលផ្ដល់បទពិសោធន៍ខ្ញុំគិតថាវាក៏អូបជាងយើងចូលប្រឡងខ្លួនឯងចាវាក៏អូបជាងក៏អូបជាងវាក៏អូបជាងពីព្រោះថាបើសិនជាយើងចូលប្រកួតទូកេឈ្មោះយើងក៏អូបប៉ុណ្ណាក៏ដោយត្រូវតែមានរឿងចាវាមានបបប្រឆាំងត្រូវតែមានរឿងហ្មងខ្ញុំអត់យល់ខ្ញុំពេលខ្លះ
ខ្ញុំមិនចង់និយាយរឿងហ្នឹងទេពេលខ្លះអ្នកបងខ្ញុំបាត់ចង់និយាយរឿងខ្ញុំពិតជាចង់សួរខ្ញុំសុំសួរទៅកាន់បណ្ដាល fan អ្នកគ្រប់គ្រងកម្មវិធីបវរកញ្ញាមួយចំនួនឲ្យកម្មវិធីនឹងដើរទៅរលូនទៅអត់បានទេហេតុអីក៏ចាំបាច់មានអ្នកឈ្នានីសក៏ចាំបាច់មានគូដាក់បដិបកដែលត្រូវស្អប់ដែលត្រូវច្នៃដែលត្រូវឈ្នានីសដែលត្រូវវាយប្រហារយើងលើកស្ទួយកម្មវិធីខ្មែរយើងឡើងយើងលើកស្ទួយបវរកញ្ញាខ្មែររបស់យើងឡើង52អ្នក72អ្នក100អ្នកដែលចូលប្រកួតនឹងដើម្បីអីដើម្បីឆន្ទៈតែមួយគត់គឺតំណាងប្រទេសកម្ពុជាចុះបើគាត់មានឆន្ទៈបែបហ្នឹងហើយក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរដូចគ្នាហេតុអីមិន support គាត់ហេតុអីមិនគ្រប់គ្រងគាត់អ្នកណាចូលប្រកួតអ្នកណាចូលប្រឡងក៏ដោយឆន្ទៈគឺស្រឡាញ់ខ្មែរចាយើងលើកស្ទួយខ្មែរគ្នាយើងហើយចាអូនមានសង្កេតទេថាវិស័យបវរកញ្ញាឥឡូវហាក់ដូចជាល្បីល្បាញជាងសង្កត់ថាជាងវិស័យនានាទៅទៀតមែនទេប៉ុន្តែអាភាពចម្រូងចម្រាសហើយនឹងប្រកបបច្ចៈគ្នាមិនមែនបុគ្គលនឹងបុគ្គលទេយូរទៅតែបងសង្កេតឃើញទៅជា fan នឹង fan ឬក៏ប្រភពណាមួយដែលមិនជាក់លាក់ដែលចូលមកប្រឆាំងឬក៏បើសិនជាបងឃើញថាបើសិនជាគាត់រិះគន់បវរកញ្ញាណាមួយគឺគាត់រិះគន់ពីដើមរហូតដល់ចាប់ពីចាប់ហើយរហូតដល់គ្នាគ្មាននឹងហាទៀតវាមិនមែនថាគាត់អក្រក់ឯងគាត់មានសេរីភាពនៅក្នុងការរិះគន់ប៉ុន្តែបងឃើញថាការរិះគន់ខ្លះប្រសិនជាសម័យខ្លួនមិនមានគេហៅផ្លូវចិត្តរឹងមាំទេចាអត់កើត អានោះអត់កើតស្ពានជួយច្បារ calling អត់កើតហ្មងអ្នកបងអត់កើតហ្មងអញ្ចឹងបាទនេះខ្ញុំតែងតែផ្ដល់ជាមតិយោបល់សម្រាប់បងប្អូនចំនួនក្រោយដល់ពេលដែលនេះខ្ញុំកាលពីនេះខ្ញុំមិនទាន់ចូលប្រឡងនឹងនេះខ្ញុំអត់ហ៊ាននិយាយអីទេពីព្រោះយើងអត់មានបទពិសោធន៍នៅលើផ្លូវហ្នឹងអញ្ចឹងយើងទៅណែនាំគេណែនាំដោយរបៀបម៉េចបើយើងអត់ដែរដើរផ្លូវហ្នឹងផងចាតែនៅពេលដែលយើងឆ្លងកាត់ផ្លូវហ្នឹងហើយអញ្ចឹងបាទនេះខ្ញុំណែនាំទៅកាន់បងប្អូនយុវតីចំនួនក្រោយដែលគាត់មានសមត្ថភាពហើយមានសម្រស់ហើយគាត់ចង់ចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីបវរកញ្ញាណាមួយខ្ញុំតែងតែប្រាប់គាត់ថាអ្វីដែលបងអូនត្រូវស្ពាយជាប់នឹងខ្លួនអ្វីដែលបងអូនត្រូវយកទៅមុនគេបំផុតហ្នឹងគឺផ្លូវចិត្តចាផ្លូវចិត្តគេជេរអត់ឈឺចាំតែគេជេរស្ពឹកហើយគេជេរឡើងឈឺហើយបងឯងមានអារម្មណ៍ថាចេះចង់អ្នកណាជេរអីជេរទៅខ្ញុំអត់ឈឺចង់អ្នកណាជេរអីជេរទៅខ្ញុំអត់តបចាអូនទៅចុះតែបើអូននៅមានចិត្តឆេវឆាវតបតែបើអូននៅមានចិត្តរបៀបថាគេជេរនៅឈឺកុំទាន់អត់បានគឺបាច់ចូលកុំទាន់អូនក្រំចិត្តណាស់ក្អួតឈាមដូចអុកសរ៉េនអញ្ចឹងចុះកែបកាយចាត់ឈឺចិត្តខ្លាំងការចំនួនអូនដែលត្រូវដូចថាមានគេជេរបន្តិចប្រមាថអីចឹងមិនស័ក្តិសមសមត្ថភាពអីសម្រាប់អូនមិនដែរខ្ញុំអ្នកដែលជេរមកត្រូវរៀងឈឺចិត្តដែរឈឺចិត្តដែរតាឈឺចិត្តដែរប៉ុន្តែអ្នកដែលជេរមិនត្រូវរឿងទៅជាកើតចេញជាសំណើចថាហេតុអីបានគាត់មើលចេញមកផ្លូវនឹងទៅរួចថាហេតុអីបានគាត់សម្លឹងមើលឃើញមកថាខ្ញុំជាមនុស្សបែបហ្នឹងវាទៅជាសំណើចមួយតែអ្នកដែលគេវិភាគមកចំរឿងយើងស្ដាប់គាត់ហើយយើងមានអារម្មណ៍ថាអូអ្វីដែលគាត់វិភាគនេះត្រឹមត្រូវហេតុអីបានខ្ញុំត្រូវទៅធ្វើអញ្ចឹងយើងទទួលស្គាល់នៅកំហុសរបស់យើងពីព្រោះមនុស្សកាលណាតែហ៊ានទទួលស្គាល់នៅកំហុសបានន័យថាកែប្រែខ្លួនឯងបានហើយតែបើមនុស្សនឹងចាំតែត្រូវគ្រប់10ចាគាត់នៅប៉ុណ្្នឹងគាត់អត់ទទួលចំណុចកែប្រែពីអ្នកដទៃចានៅតែប៉ុណ្្នឹងហើយវិស័យបវរកញ្ញានេះមួយមិនត្រឹមតែមានបន្ទុះសារាយរវាង fan និង fan នេះសូម្បីតែអ្នកប្រកួតនិងអ្នកប្រកួតហ្នឹងក៏មានបញ្ហាដែរអ្នករៀបចំកម្មវិធីហ្នឹងមានបញ្ហាជាមួយអ្នកប្រកួតហ្នឹងក៏មានទៀតចាអញ្ចឹងបានន័យថាវាគ្រប់ជ្រុងពេកណាបងគ្រប់ជ្រុងពេកទើបធ្វើឲ្យនេះខ្ញុំសម្រាប់ចិត្តថានេះខ្ញុំគឺជាមនុស្សម្នាក់ដែលឆេវឆាវទី1ទី2នេះខ្ញុំគឺជាមនុស្សម្នាក់ដែលប្រកាន់គោលចំហថាបើខ្ញុំមិនខុសគឺមិនខុសតែបើខ្ញុំខុសខ្ញុំត្រូវតែទទួលស្គាល់កំហុសថាខ្ញុំខុសអ្នកឯងក្មេងជាងខ្ញុំក៏ដោយអ្នកឯងមកថ្មីក៏ដោយសិស្សប្អូនក៏ដោយក៏ខ្ញុំលើកដៃសុំទោសដែរបើសិនជាខ្ញុំខុសមិនមែនប៉ុន្តែបើសិនជាខ្ញុំមិនខុសទោះអ្នកឯងចង់មកខ្ញុំ10មកខ្ញុំ100ខ្ញុំទៅវិញទាំងអស់ខ្ញុំទៅវិញខ្ញុំនៅតែកាន់ចំហថាខ្ញុំទៅវិញពីព្រោះសម័យឥឡូវនេះបើសិនជាយើងនៅស្ងៀមបងប្អូនថាអ្នកសិល្បៈនៅស្ងៀមទៅជាបវរកញ្ញានៅស្ងៀមទៅបើគេជេរកុំមាត់យូរទៅរឿងនឹងស្ងប់ចុះចាំឲ្យគេជេរលត់ពេលណាបានចប់មួយជីវិតខ្ញុំត្រូវឲ្យគេជេររហូតឬចាអត់ទេអញ្ចឹងពេលខ្លះនាងខ្ញុំត្រូវតែបើកបង្ហាញឲ្យបងប្អូនឃើញថាអូមូលហេតុហ្នឹងវាកើតមកពីអញ្ចឹងហើយបានគេមើលមកឃើញថាអញ្ចឹងដើម្បីឲ្យបងប្អូនជាទស្សនិកជនគាត់ជួយវិភាគគាត់ជួយពិចារណាថាតើខាងណាខុសខាងណាត្រូវចាហើយបើទោះបីជាគាត់វិភាគ
mình chưa dương rồiគាត់កថាអ្នកនោះត្រូវឬក៏យើងត្រូវក៏ជាសិទ្ធិសម្រេចចិត្តរបស់គាត់ ចា ការវិភាគរបស់គាត់អ្វីដែលសំខាន់សម្រាប់ខ្លួនបាននិយាយការពិតហើយបើទោះបីជាគាត់មិនជឿជារឿងរបស់គាត់ដូចគ្នា សំខាន់ឲ្យតែគាត់បានលឺទាំងសងខាងកុំឲ្យលឺតែម្ខាង លឺតែម្ខាងបាទ ចាលឺតែម្ខាងគឺបន្ទោសផ្អាប់តែម្ខាងទៀតទេតតែម្ខាងទៀតខុសឬត្រូវក៏ដោយគឺយើងមករៀបរាប់យើងមកប្រាប់យើងមកជម្រាបនៅដើមហេតុនៃអង្គហេតុហ្នឹងទើបគាត់ដឹងថាអញ្ចឹងមកពីចេះទេឬក៏មកពីចេះទេគាត់អាចធ្វើការវិភាគបានចោទថានេះខ្ញុំខុសក៏បានចោទថានេះខ្ញុំត្រូវក៏បានដែរឲ្យតែបានស្ដាប់ហេតុផលរបស់នេះខ្ញុំសិន ពួកពីដំបងឡើយនៅបទសម្ភាសន៍ដែលបងអញ្ជើញមកអូនសូដំបងនៅក្នុងកម្មវិធីរបស់បងឃើញថាអូននឹងបញ្ញាចិត្តថាទៅប្រកួតបងកញ្ញា Miss Universe ហើយនឹងនៅ International ក្រៅស្រុកហ្នឹងដើម្បីធ្វើការសម្រេចចិត្តមួយតែអូនថាអត់ទាន់ដឹងស្រាប់ហើយក៏ឃើញស្ងាត់ទៅវិញចាស្រាប់ហើយក៏ឃើញស្ងាត់ទៅវិញនេះហើយគឺជាមូលហេតុដែលបងហៅអូនមកថ្ងៃនេះតែអ្វីដែលអូនបាននិយាយមិញហ្នឹងគឺថាមានចំណែកធំនៅក្នុងការបង្អាក់គឺម៉ាក់ចាគឺម៉ាក់ ប៉ុន្តែបងអ្នករៀបចំកម្មវិធីនេះខ្ញុំសូមអរគុណខ្លាំងមែនទែនសម្រាប់ការទុកចិត្តសម្រាប់ការផ្ដល់ឱកាសគឺគាត់រីករាយខ្លាំងមែនទែននៅក្នុងការផ្ដល់ឱកាសឲ្យចូលគាត់ខលមកនិយាយជាមួយហ្មងថាបកាយច័ន្ទអូនចូលរួមប្រកួតទៅអូនមានសមត្ថភាពអូនមានសម្រស់អូនមានចំណេះដឹងបងជឿជាក់ថាអូនអាចតំណាងប្រទេសកម្ពុជារបស់យើងបានទាំងកម្មវិធី Miss Universe ទាំងកម្មវិធី International ដែលនាងខ្ញុំបានជំរាបជូនហ្នឹងគឺគាត់ផ្ដល់អត្ថិភាពឲ្យយើងខ្លាំងមែនទែនដោយសារគាត់ជាមនុស្សដែលចេះដឹងគាត់ជាអ្នកដើរនៅលើផ្លូវហ្នឹងអញ្ចឹងគាត់អាចមើលឃើញថាតើក្មេងម្នាក់នឹងមានសមត្ថភាពនៅលើផ្លូវហ្នឹងដែរឬក៏អត់ពីព្រោះគាត់បានដើរផ្លូវហ្នឹងមុនយើងយូរឆ្នាំមកហើយអញ្ចឹងខ្ញុំសូមអរគុណបងខ្លាំងមែនទែនដែលតែងតែផ្ដល់ឱកាសឲ្យប្រកាយច័ន្ទក្នុងការតំណាងប្រទេសកម្ពុជាប៉ុន្តែនេះខ្ញុំមិនអាចតំណាងប្រទេសកម្ពុជានៅក្នុងនាមជាបបរកញ្ញាក៏ពិតមែនប៉ុន្តែនេះខ្ញុំនឹងតំណាងប្រទេសកម្ពុជាក្នុងនាមជាសិល្បករនីក្នុងនាមជានាដការីផ្នែកខាងរបាំបុរាណប្រកាយច័ន្ទអូនយល់មិនដែរចំពោះទស្សនៈមួយនេះដែលបងតែងតែលឺឲ្យគេសួរបងហើយបងអត់នៅក្នុងវិស័យហ្នឹងទេបងអត់ដឹងទេវិស័យរបស់ពួកបងគឺពិធីការនីចាបងអត់ដឹងក្នុងវិស័យហ្នឹងទេគ្រាន់ថាជួបបងប្អូនក៏រស់រាយរាក់ទាក់ស្វាគមន៍គ្នាចាតាមបែបធម្មតាជាអ្នកសិល្បៈពេលជួបមុខគ្នាចឹងទៅមានមតិមួយចំនួនធំតែនិយាយថាវិស័យរបស់កញ្ញាគឺជាវិស័យខ្មើតវិស័យរបស់កញ្ញាប្រកាប់ប្រចាក់គ្នានៅក្នុងសៃមានខាងក្នុងខាងក្រៅសម្ដែងធ្វើល្អដាក់គ្នាតើវាជាការពិតដែរទេអានេះបើនិយាយពីបទពិសោធន៍ផ្ទាល់របស់នាងខ្ញុំបទពិសោធន៍ផ្ទាល់របស់នាងខ្ញុំការវាយប្រហារការឆ្លោះទាស់តែងពិតជាមាននាងខ្ញុំសូមហ៊ាននិយាយចឹងតែម្ដងថាពិតជាមានហើយម្ចាស់កម្មវិធីហើយអ្នកប្រកួតកុំនិយាយថាអត់មានគឺពិតជាមានបើមានតែកុហកអីមែនទេបើអត់មានបើគាត់និយាយថាអត់មានគឺកុហកអីគឺពិតជាមានអ្នកគាត់តែប្រកួតប្រហែលអ្នកឯងមែនទេបើសិនជាមនុស្សម្នាក់កំណត់ខ្វែងគ្នាមួយទៅគ្នាពីរអ្នកបាត់ចាការប្រកួតប្រជែងមួយគឺពិតជាមានប៉ុន្តែនៅក្នុងនោះមានអ្នកប្រកួតប្រជែងគ្នាបែបឌឺដងផ្លែផ្កាឲ្យគ្នាមានអ្នកប្រកួតប្រជែងដែលបែបស្រឡាញ់គ្នាក៏មានគឺវាមានគ្រប់រសជាតិនៅក្នុងនឹងផ្ទាល់តែម្ដងហើយសំណួរអ្នកបងមួយទៀតសួរថាប្រកួតនឹងមានឆ្លោះប្រកែកគ្នាហើយខាងក្រៅនឹងល្អជាមួយគ្នាតែខាងក្នុងមិននាងខ្ញុំអត់ដឹងមនុស្សនាងខ្ញុំអត់ចូលចិត្តល្អមុខអាក្រក់ក្រោយទេចាំបើថាស្អប់គឺស្អប់ហ្មងចាំបើថាស្អប់ប្លុកចោលអត់និយាយហោចាតែប៉ុណ្្នឹងឯងប៉ុន្តែអត់ចេះថាអូនល្អណាស់អូនស្អាតណាស់ប៉ុន្តែខាងក្រោយក្នុងលួចចាក់អូនឈិតទេបងអត់ចេះទេចាបងអត់ចេះទេបងដឹងតែត្រឹមតែថាបងអត់ពេញចិត្តអូនមែនបងឆ្លោះគ្នាជាមួយអូនមែនបងអត់ត្រូវគ្នាជាមួយអូនមែនបងសុំនៅដែលឡៃពីអូននៅដែលអូនបងនៅដែលបងតែការប្រកួតនៅតែប្រកួតគ្នាដដែលចាតែសុំមិនប៉ះពាល់គ្នាហ្មងអូនឯងមានសមត្ថភាពអាចយកឈ្នះបងបានអូនឈ្នះចុះប៉ុន្តែបើអូនអត់មានសមត្ថភាពគឺបងអ្នកឈ្នះចាតែប៉ុណ្្នឹងឯងសម្រាប់នាងខ្ញុំប៉ុន្តែសម្រាប់អ្នកដទៃទៀតនាងខ្ញុំអត់ដឹងមិនទេប៉ុន្តែបើនិយាយសួរថាវិស័យបវរកញ្ញាត្រូវតែឆ្លោះគ្នាអញ្ចឹងមិនមែនត្រូវតែប្រកាប់ប្រចាក់គ្នាអញ្ចឹងមិនមែននេះខ្ញុំក៏មានចម្ងល់ដែរថាហេតុអីបានចាំបាច់ត្រូវតែអញ្ចឹងហេតុអីមិនសាមគ្គីគ្នាទៅហេតុអីធម្មតាការប្រកួតដូចបាល់ទាត់ដូចបដាល់អាហ្នឹងជាការប្រកួតធ្វើម៉េចយើងត្រូវតែប្រកួតគ្នាប៉ុន្តែនៅពេលដែលវាយគ្នាហើយនៅពេលដែលទាត់បាល់ជាមួយគ្នាហើយយើងត្រូវតែស្រឡាញ់គ្នាក្នុងនាមយើងជាខ្មែរដូចគ្នាអញ្ចឹងហេតុអីបានវិស័យនឹងមួយវាអត់អញ្ចឹងចាអត់អញ្ចឹងឆ្លោះនេះរហូតមកតើវាជាការពិតដែរឬទេដែលគេនិយាយថាវិស័យរបស់កញ្ញាអ្នកណាមានលុយអ្នកនឹងឈ្នះពិតអត់ទេសមត្ថភាពអ្នកប្រកួតវាត្រូវតែមានសមត្ថភាព 100% ពិតប្រាកដឬក៏អត់ឬក៏វាមានរឿងនឹងលាយឡំគ្នាដែរ
នេះខ្ញុំគិតថាវាមិនទាំងអស់ទេណាបងមិនទាំងអស់ទេប៉ុន្តែវាអាចទៅតាមកម្មវិធីទៅតាមកលៈទេសៈនៃកម្មវិធីនីមួយៗដែរចាប៉ុន្តែអ្វីដែលគេផ្ដោតសំខាន់គឺនេះខ្ញុំជឿជាក់ថាគេផ្ដោតទៅលើសមត្ថភាពចាប៉ុន្តែអារឿងហ្នឹងវាមានទេវាមិនអត់ទេវាមានដែរនេះខ្ញុំហ៊ាននិយាយចឹងហ្មងពីព្រោះនេះខ្ញុំធ្លាប់ចូលរួមប្រកួតតាំងពីនេះខ្ញុំនៅអាយុ14 15ឆ្នាំមកដោយនេះខ្ញុំបានជម្រាបជូនអ្នកបងចឹងនៅក្នុងកម្មវិធីកញ្ញាឯក Preston មកចាការសម័យហ្នឹងក៏គេមានចឹងដែរគេទេមកសួរដូចគ្នាថាចង់បានប្រកបដែរអត់បើថាចង់បានប្រកបហ៊ានចំណាយប៉ុណ្នេះចំណាយប៉ុណ្នេះអត់ចាវាមានតាំងពីសម័យហ្នឹងហ៎អញ្ចឹងមកដល់ពេលបច្ចុប្បន្ននេះខ្ញុំគិតថាវានៅតែមានតែអាចនឹងមិនមានច្រើនដោយសារបងប្អូនមួយចំនួនគឺគាត់ចេះមើលដែរគាត់ចេះមើលគាត់ចេះវិភាគដូច្នេះឲ្យគេគោរពសិទ្ធិគណៈកម្មការគោរពសិទ្ធិទៅកាន់ទស្សនិកជនអញ្ចឹងគាត់អាចនឹងមិនហ៊ាន 100% ទេប៉ុន្តែនៅក្នុងនេះខ្ញុំហ៊ាននិយាយថាវាអាចនឹងមានការពីចំនួនប្រកាយច័ន្ទគឺការលាលែងមួយដោយសន្តិវិធីហើយមុនការប្រកួតមែនទេដល់បងឃើញបវរកញ្ញាក្រោយមកទៀតនេះក៏មានគេហៅថាភាពចម្រូងចម្រាសខ្លាំងមែនតើហើយបើសាច់រឿងវានេះមិនស្រៀងគ្នាទេស្រៀងគ្នាគ្រាន់តែយើងមិនដឹងថាមូលហេតុផ្ទៃក្នុងមិនតែធម្មតាការបកស្រាយសម្រាប់បុគ្គលភាពនីមួយតែងតែបកស្រាយអ្វីដែលខ្លួនឯងចង់និយាយប៉ុណ្ណោះទោះបីថាប៉ិតកម្រិតណាមិនប៉ិតកម្រិតណាយើងក៏មិនអាចសន្និដ្ឋានបានថាអ្វីដែលគាត់និយាយហ្នឹងគឺវាបែបណានោះទេយើងគ្រាន់តែជាអាញាកណ្ដាលមួយក្នុងការស្ដាប់ការបកស្រាយរបស់ពួកគាត់ទាំងសងខាងអញ្ចឹងទៅប៉ុន្តែបងគ្រាន់តែមានអារម្មណ៍ថាហេតុអីបានជាចំនួនអូនកើតពីដំបូងគេមកជារឿងមួយដែលធំប៉ុន្តែមកក្រោយមកទៀតវាហាក់ដូចជាធំជាងនឹងទៅទៀតសម្រាប់អូនផ្ទាល់ដែលពេលអូនមើលពីចម្ងាយក្រោយពីការលាលែងនឹងចាក់ចេញទៅអូនមានអារម្មណ៍យ៉ាងម៉េចដែរចំពោះអ្នកដែលកើតគេហៅថារូបភាពប្រហាក់ប្រហែលអូននៅក្នុងសម័យថ្មីនេះតកតងជាមួយនឹងការលាលែងតំណែងរបស់នេះខ្ញុំដូចអ្នកបងបានធ្វើការជំរាបជូនអញ្ចឹងគឺវាមុនកងប្រកួតហើយត្រឹមតែជាថ្នាក់ខេត្តដែលនេះខ្ញុំប្រឡងវាអត់ទាន់ចូលដល់ថ្នាក់ជាតិទេហើយក៏មិនមែនថ្នាក់អន្តរជាតិដែរអញ្ចឹងបងប្អូនអាចជាគិតថាវាគ្រាន់តែជារឿងសាមញ្ញធម្មតាមួយប៉ុន្តែគ្រាន់តែថាស្ដាយបាត់បង់មនុស្សដែលមានសមត្ថភាពធ្វើឲ្យគាត់ស្ដាយដោយសារតែគាត់រំពឹងថាម្នាក់ហ្នឹងនឹងអាចជាជំហរនឹងអាចឈរតំណាងឲ្យកម្ពុជាទៅកាន់កម្មវិធី international អញ្ចឹងយើងធ្វើឲ្យគាត់មានបញ្ហាផ្លូវចិត្តបន្តិចដោយសារតែយើងមិនអាចបំពេញនៅគោលបំណងដែលគាត់តែងតែសម័យប៉ុន្តែរឿងកន្លងមកដែលយើងឃើញថាមានបងប្អូនគាត់ធ្លាប់បានជួបប្រទេសដោយសារតែវាគៀកថ្ងៃជាមួយនឹងកម្មវិធីខ្លាំងពេកចាប៉ុន្តែនេះខ្ញុំជឿជាក់ថាការសម្រេចចិត្តរបស់បុគ្គលម្នាក់សិតតែមានផលលំបាករៀងៗខ្លួនចាគាត់មានផលលំបាករបស់គាត់កម្មវិធីមានផលលំបាករបស់កម្មវិធីអញ្ចឹងការសម្រេចចិត្តរបស់គាត់យើងនៅតែគោរពការសម្រេចចិត្តរបស់គាត់អញ្ចឹងព្រោះថាបើសិនជាគាត់មិនពិបាកបើសិនជាគាត់មិនហេងហាងគាត់ក៏មិនរីឈប់ដែរចាប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយសម្រាប់នាងខ្ញុំគិតថាវាគៀកកម្មវិធីខ្លាំងពេកចាហើយយើងស្ដាយឱកាសដោយសារអីដោយសារតែយើងគឺជាម្ចាស់ផ្ទះអញ្ចឹងនៅក្នុងចំណោមម្ចាស់ផ្ទះយើងគិតថាយើងនឹងបានទទួលនៅជោគជ័យណាមួយក្នុងនាមជាម្ចាស់ផ្ទះចាអញ្ចឹងយើងស្ដាយទាំងសម្រស់គាត់យើងស្ដាយទាំងសមត្ថភាពគាត់ដោយសារតែយើងគិតថាបន្តិចទៀតទេខំមាត់សង្កត់ចិត្តបន្តិចទៀតទេចាយើងនឹងទទួលបានលទ្ធផលដែលល្អបន្ទាប់ពីពេលនឹងហើយចាំយើងមកបកស្រាយវិញចុះបើសិនជាយោបល់អូនផ្ទាល់ចំពោះទស្សនៈនេះបើសិនជាឲ្យអូនជាអ្នកវិភាគអូនហ៊ានវិភាគថាអ្នកណាខុសអ្នកណាត្រូវទេនៅក្នុងស្ថានភាពបែបហ្នឹងដូចនេះខ្ញុំបានជម្រាបជូនអ្នកបងអញ្ចឹងទស្សនៈនៃការយល់ឃើញគឺវាខុសគ្នាចាយល់ឃើញគឺវាខុសគ្នាគាត់មានផលប្របាក់របស់គាត់ឧទាហរណ៍ថាចេះយើងដឹងហើយថា1នាទីទៀតគាត់ស្លាប់ថាតើយើងយកគាត់មកប្រឡងដែរអត់ចាសម្ពាធផ្លូវចិត្តគាត់វាអាចធ្ងន់ធ្វើឲ្យគាត់មិនអាចនឹងចូលរួមប្រកួតបានចាអញ្ចឹងគាត់អាចចូលរួមប្រកួតបានទេប៉ុន្តែបើអ្នកមួយចំនួនទៀតគាត់គិតថាហេតុអីមិនទ្រាំប៉ុណ្្នឹងតាន់តិចទៀតនឹងទ្រាំតិចទៀតទៅអានឹងយើងនឹងទទួលបានជោគជ័យអីអញ្ចឹងសម្រាប់នាងខ្ញុំឈរនៅចំណុចកណ្ដាលនេះខ្ញុំគិតថា50-50ចាយើងត្រូវតែយល់ចិត្តគេហើយយល់ចិត្តខ្លួនឯងប៉ុន្តែបងងាកមកមើលវិស័យនេះឥឡូវឃើញថាក្មេងៗគាត់មានភាពរីកចម្រើនច្រើនក្លាហានទាំងការស្លៀកពាក់ទាំងការរៀបចំខ្លួនឥឡូវវាបើប្រៀបធៀបពី 3-4 ឆ្នាំមុនគឺខុសគ្នាឆ្ងាយចាសម្បកយើងឥឡូវវាសម្បកច្រើនមានអ្នកជួយជុំជ្រែងច្រើនអីច្រើនអញ្ចឹងណាការស្លៀកពាក់ការតុបតែងខ្លួននិងរូបសម្រស់សមត្ថភាពគាត់មើលទៅហាក់ដូចជាក្លាហានច្រើនមែនតើប៉ុន្តែបើសិនជាយើងព្យាយាមថាសហការគ្នាបន្តិចណាសហការគ្នាបន្តិចទាំងកាយវិការពាក្យសម្ដី
ផ្លូវចិត្តនិងកលៈទេសៈឲ្យស្របពេលជាមួយដែលពេលដែលយើងកំពុងតែធ្វើការមួយគ្នាបងគិតថាកម្ពុជាប្រហែលជាមានរឿងល្អៗជាច្រើនប្រកាសណាស់បងប្រកាសខ្លាំងមែនទែនតាមពិតទៅអ្វីដែលនេះខ្ញុំចង់សំណុំពរនឹងមិនមែនសំណុំពរទៅម្ចាស់កម្មវិធីឬក៏មិនមែនសំណុំពរទៅកាន់បេក្ខភាពដែលគាត់ត្រៀមនឹងចូលរួមប្រកួតទេនេះខ្ញុំពិតជាសំណុំពរខ្លាំងមែនទែនទៅកាន់បណ្ដាអ្នកគ្រប់គ្រងចាយើងស្រឡាញ់បេក្ខភាពដែលយើងចូលប្រកួតធ្វើមិន take care គាត់ឲ្យល្អស្រឡាញ់គាត់យល់ពីចិត្តរបស់គាត់ពីព្រោះអ្នកប្រកួតខ្លាចបំផុតគឺចំនួនអញ្ចឹងខ្ញុំធ្លាប់មានក្រុម fan ផនខ្ញុំរហូតដល់ជិត 2000 នាក់ចានេះខ្ញុំតែងតែនិយាយរាល់ថ្ងៃនេះខ្ញុំថាបងប្អូនបើសិនជាបងប្អូនស្រឡាញ់ព្រះកាយច័ន្ទសូមបងប្អូនរក្សានៅសុជីវធម៌សិលធម៌ស្ងប់ស្ងាត់ទោះជាមានបញ្ហាអ្វីក៏ដោយកុំចេញមុខចំនួននេះខ្ញុំពីព្រោះនេះខ្ញុំគឺជាមនុស្សម្នាក់ដែលបើសិនជាខ្លួនឯងមិនខុសទេនេះខ្ញុំចេះបកស្រាយដោយខ្លួនឯងហើយប៉ុន្តែបើសិនជានាងខ្ញុំខុសបងប្អូនត្រូវតែទទួលស្គាល់ថាខ្ញុំខុសពិតមែនអញ្ចឹងត្រូវកែលម្អអញ្ចឹងបងប្អូនកុំចេញមុខតវ៉ាទៅប្រឆាំងជាមួយនឹងខ្ញុំប៉ុន្តែបងត្រូវដឹងថាក្នុងហ្នឹងក្នុង fan 2000 នាក់ហ្នឹងវាមានអ្នកសពយើងវាមានអ្នកស្រឡាញ់យើងអ្នកដែលចូលមកក្នុងក្រុមរបស់យើងស្ត្រីយើងក៏ថាបានគេចូលមកចង់ដឹងថាយើងនិយាយអីមាននិយាយដើមបេក្ខភាពប៉ុន្តែតែល្អចាមានគម្រោងការនឹងធ្វើអ្វីដែលមិនល្អដែរអត់ឬក៏យើងមាន plan អីដែលត្រូវធ្វើដែរអត់ដើម្បីគេឆ្លៀតឱកាសហ្នឹងយកទៅបំពេញទៅដល់បេក្ខភាពដែលជាចំណូលចិត្តរបស់គេអញ្ចឹងនេះខ្ញុំពិតជាសូមអំពាវនាវទៅកាន់ពុកម៉ែបងប្អូនឬក៏បងប្អូនជាពិសេសព្រោះថាបងដែលមានវ័យចាប់ពី30ឡើងដែលគាត់ជាអ្នកគ្រប់គ្រងបវរកញ្ញាគឺអត់តែមានបញ្ហាអីទេច្រើនតែបងប្អូនដែលមានវ័យត្រឹម20ចុះចា20ចុះអូអានឹងចេះចម្រុងចម្រាស់កាត់សេចក្តីចាពេលខ្លះទៅក៏ឆាតមកប្រាប់ទៅបងច័ន្ទអើយអ្នកនេះនិយាយដើមបងឯងចេះដុតយើងនឹងឲ្យយើងទៅឆេវឆាវឲ្យយើងទៅនេះអីហើយខ្ញុំតែងតែប្រាប់ទៅថាបើគេសម្បូរដើមបងនិយាយឲ្យគេនិយាយទៅឈ្មោះបងកាន់តែពេញមាត់គេកាលណាគេកាន់តែស្គាល់ប្រកាយច័ន្ទកាន់តែច្រើនអញ្ចឹងណាអញ្ចឹងនេះខ្ញុំចង់សំណូមពរទៅកាន់បងប្អូនទាំងអស់គ្នាត្រូវចាំថាបវរកញ្ញាគ្រប់រូបដែលគាត់ចូលមកប្រកួតនេះគឺគាត់ចំណាយច្រើនថវិកាពេលវេលាសមត្ថភាពដោះខាត់ខ្លួនឯងឲ្យល្អអ្នកខ្លះអត់មានលុយទេអ្នកបងអ្នកដែលសម័យប្រកួតជាមួយនឹងខ្ញុំណាអ្នកខ្លះគ្នាអត់មានលុយទេប៉ុន្តែប្រឹងដើម្បីអីដើម្បីមានឱកាសបញ្ចេញសមត្ថភាពចាដូច្នេះហើយបើសិនជាគាត់ប្រឹងហើយសូមជំរុញគាត់បន្ថែមសូមឲ្យអ្នកទាំងអស់គ្នាមានតែពាក្យសរសើរមានតែពាក្យគាំទ្ររិះគន់នៅក្នុងន័យស្ថាបនាចារិះគន់បានគេមិនមែនថាមិនឲ្យរិះគន់ទេសូម្បីនឹងខ្ញុំក៏ដោយនឹងខ្ញុំតែងតែបើកឲ្យបងប្អូនរិះគន់ថារិះគន់បានបងប្អូនប៉ុន្តែរិះគន់នៅក្នុងន័យដែលអាចទទួលយកបានមិនរិះគន់អានតែថាអូគេបើកសិទ្ធឲ្យរិះគន់អូយអត់កើតទេអូយចេះអូយចុះពាក្យខ្លះវាមុតជាងកបិតទៀតចារឿងត្រឹមត្រូវហើយដែលយើងនិយាយផ្នែកហ្នឹងទៅព្រោះកាលពីប្រហែលខែមុនបងបានប្រហែលសូមមុនចាបងអាចនិយាយថាជាខែក៏បានដែរបងបានសភាបវរកញ្ញាម្នាក់នៅក្នុងដែលមានភាពចម្រុងចម្រាស់ដែរសេនីតចារហ័យមានអ្នកខ្លះអញ្ចឹងទៅស្អប់គាត់ទេគ្រាន់តែបងអ្នកសម្ភារឈប់មើលកម្មវិធីហ្នឹងហៅមនុស្សអីចេះមកដូចពេលខ្លះការដែលស្អប់យើងត្រូវជាបែងចែកអ្នកណាខុសអ្នកណាត្រូវអ្នកណាជាអ្នកសម្របសម្រួលកម្មវិធីបើសិនជាខុសកំណត់ថាខុសតាមតែមាត់យើងមិនបាច់មានប្រព័ន្ធតុលាការចាត្រឹមត្រូវព្រោះសិទ្ធិសេរីភាពក្នុងការមាត់គាត់មានសិទ្ធិនិយាយល្អអាក្រក់លើមាត់គាត់អញ្ចឹងមិនបាច់មានច្បាប់មិនបាច់មានទោសរដ្ឋបវេនីព្រមត្តនតុលាការកំពូលនេះទេមិនបាច់មានទេអញ្ចឹងពេលខ្លះយើងជាអ្នកគ្រប់គ្រងក៏ដោយគ្រប់គ្រងសូមប្រើសតិបញ្ញាសូមប្រើការគិតមួយបន្តិចចាយើងកុំយកអារសនិយមដែលយើងចូលចិត្តអ្នកណាជាងខ្លាយទៅជាគេហៅថាមកបិទមកបាំងណាចាជឿទេចាកុំដូចថាស្រឡាញ់ពេករហូតដល់ភ្លេចថាងល់រហូតដល់យើងភ្លេចថាយើងនិយាយហ្នឹងកំពុងតែខុសហ្នឹងយើងនិយាយហ្នឹងកំពុងតែស្លាប់ជំនួសគេនេះចាព្រោះនៅពេលដែលយើងនិយាយចេញពីមាត់យើងអ្នកដែលស្លាប់ពិតប្រាកដគឺយើងបើមានរឿងអីកើតឡើងប៉ះពាល់ដល់កិត្តិយសគេមានតែប្តឹងអ្នកនោះឯណាគេមិនប្តឹងយើងណាត្រូវអត់មានដល់អានោះបើសិនយើងនិយាយពីផ្លូវច្បាប់ចាត្រូវអញ្ចឹងនៅពេលដែលគាត់និយាយអីមួយក៏ដោយបើសិនជាគាត់ស្អប់កគាត់ស្អប់ត្រឹមកគាត់អត់ពោះគ្រាន់តែរៀបដាល់អ្នកសម្ភាសកគាត់ស្អប់យើងដែរខ្ញុំដល់ពេលធម្មតាបងវាអត់មានអីកប្រកាន់ទេគ្រាន់តែបងលើកចំណុចតូចយកមកនិយាយដោយសារហេតុអីពេលខ្លះការដែលយើងស្រឡាញ់អ្នកណាម្នាក់សូមស្រឡាញ់ដោយភាពត្រឹមត្រូវនិងហេតុផលមិនមែនស្រឡាញ់ព្រោះតែស្រឡាញ់មិនថាស្នេហាក៏ដោយបើស្រឡាញ់ព្រោះតែស្រឡាញ់គឺអ្នកខ្លះអាចចូលដល់ស្រឡាញ់ខ្លួនឯងអ្នកខ្លះស្លាប់ជំនួសគេ
nó lại khác bằng plan khuôn anh là sao cái đây sẽ lấy cái con mình thẩm tao bằng plan khuôn anh bằng plan tầng kia tiên được bị để sẽ lấy kia hú hai chắc như thưa ấy cái đáo ơi cần tịch tới nhưng thôi khổ tích hay sầm lẫn mơ rupi pi chừng ngày tha ta pi thiệp rupi pi nâng tới muôn nâng ca riêng nâng thôi mà đa về miền hát hay nâng Paul miền phơi thì bị bịp say nữa nên ngày nhưng anh nghĩ thằng này nam mới không thể nào trời bàn tay khăn cố cùng vay của bấy bờ khăn cố sầm tại từ lưỡi cô cùng do anh này ăn bẹ pon bẹ pon việc băng khinhสังคมเนี่ยเลยพิจารณาคือแบบหนึ่งเป็นแต่จุดการจะต้องเถิดจริงแบบปลายยุดนมที่เจอปุ๊บเจดอจริงปอร์เมียนวิญญาณดิท่าขอดบ้านติ๊กตลอดตัววิญดิท่าจ้านั่นคือแบบเหมือนเดิมจ้านั่นคือจีรูปเพียบมวยแต่ยังฉลองเป็นจังอันปีสังคมท่ายังกูแต่เมียนกาเกิดในตรีพิจารณาสลังดาวสติสปังจีเนี้ยสลังดาวเมียนให้หนึ่งพอเข้าหนึ่งตรีmình mấy slang mình nâng mình ăn nè sao ta kia mình kia trừ bên na cả đói anh nó slang cho ta kia mình không ta sập kia để sao ta không ai slang cho ta sập kia một bên kia trừ mình nè chụp bao nhiêu hàng nâng tên mong cái tháp cái cho chị chụp tràn chụpได้ซาแต่จูบนั่งไงเติมดิฉันมีบัตรปีศาจนั่งโดยเฉพาะให้เติมมาจะมีจูนบองปอนไทยบาสันจียังสลันบุกคนเลยยังสลันให้ยังเทคแค่ก็ได้ละอ้อยังเมื่อปีจุดในควักขาดพันกวัดเถอจำท่ามันนึกได้สลันยังปัดประกอบคือจีมันนึกได้เธอเฮียนปรับปีจุดในคอเราเยอะบาสันจีเนี่ยนั่งอัดเฮียนปรับจีปีจุดในคอบายังเต้บ้านในทำเนี่ยนั่งอัดสลันยังเต้จังยังเธอเฮียนปรับกวัดเอาปีจุดในคอบากวัดให้ยังสลันมันเนี่ยนั่งใต้มันเนี่ยตีดกี่อัดคอเต้ยังเถอแต่เมื่อถ่าอ้อมันเนี่ยนั่งกี่อัดบานคอเต้จังยังเถอแผลปะบางคนเลยยังสลันเนี่ยโอแน่เลยจะเชี่ยสนับปีบัวตามเปย์ได้บองเมื่อเต้ด้วยที่อันเป็นใหญ่ได้ปะปอยังเต้จังยังกูแต่เนื้อเสียมเต้แมนยังแต่จะสั่งประทายเต้บางทีตลอดบ่มันฮะจีสลับปะกันนี้จะนอนหน้ากระดาวบางทีจีบองจังปรับได้เช่นนั้นสมัยบางการจะทำบ่ปรับใช่ในบองใช่ปรับแต่ใช่ยังบ้านแผลกวาดท่าหึงไอ้กระดาวมีถือจ้าเลยเป็นหนึ่งตะเตียดไว้ได้ถือปรับตะกัมจะปรับตะกัมไว้ได้มันกูปรับตะกัมโอนปรับตะกัมมันจะเหลาเป้กี้พวกกี้กำปงแต่โยสั่งบดจ้ามาไทยเป็นเลือเพลิงอะใช่ในบองเพลิงกับพวกแต่บางการไทยสั่งติ๊กใช่ช่วยในคาดเนี่ยนะจ้าคลุนยืมจ้าบัดบองกางเงียบัดบองจ้าเป็นนักบัดบองเฉยนะกูซ้ำได้ในบองจ้ากูซ้ำได้แต่งสายพิบยนจ้าแต่งกางเงียบีเอแต่งมาจากสปอนเซอร์เซ็งจ้าดูจีมาจากสปอนเซอร์สมเด็จบองเป้มาจากสปอนเซอร์การเทคแคร์หมกกางเทคแคร์สบายล้วนจ้าคือกลุ่มร้องเป็นนั่นคือยังไอ้ใหญ่บ้านทายังสะทัดในขนมหรือใส่ด่าพอมาเตอจ้าแต่เป็นนั่งเตอยังจูปัญหาต่างๆนั่งได้แค่ทีมหายังทอดได้แค่แคนเซิลยังมองแค่ทาส่งไอเรื่องนั่งสงัดเตอร์สันจ้าจังยังก็มีบัตรปีศาจได้แต่ทัวยังก็ตาอ้อตามปัตเตอร์โดยเนี่ยบอมีนภาษาแมนถ้าเรื่องน่าได้เถิงใจจำยังใจแต่เรื่องน่าได้เถิงมันใจแต่ยังก็ใจไอ้ปันได้ในช่วงมาเยอะนี่หิงสงัดเฉินได้จ้าเนี่ยบองดูเชียเรื่องคลาดได้เถิงใจจังเตอจำยังใจเตอปีบัวบองปนมาจนนู้นกดกันแต่สควอนิชมกันแต่จุบาให้ทับปากกายชั้นคือชื่อมันได้ตรองเพิ่นไอ้ใจหนึ่งให้ใจนึงเหม็นทัดตรองใจแตงมันดังไอ้ใจแตงมันนึกมีไทยพอตรองวิมีปีตีมวยตรองตรกระหลัดสะตีตรองเข้าตรกระหลัดสะกินตาตุปีสมเด็จใหญ่ตรกันได้กายก็มันตรดีใหญ่ได้ใช่แล้วยังคือท่าจูบกับบ้านสงบให้การเงียยังก็หล่อได้ปันใต้บองตลอดมาวิ่งติ๊กบองสายปากกายจันได้อาจตัวโยเรื่องต่างออกทางบ้านไปได้บัดบองไปไอ้จังในบองกระทะโอนจิมหนึ่งเนี่ยได้เธอไปเพื่อซาจะบุยไม้ไหมเนี่ยจ้ะไปนั่งกดเอาอยู่บอลโอนแบบน่าให้เธอเพลย์จัดแบบน่าดับใบตัวโยเพียบบักบองในขนมกันนะเป้ได้กับปูไตปลาใจนุติดนี่คิดก็ชื่อมันดูมันเนี่ยได้อ่านใหญ่บ้านท่าก็ดาวเผืองตกแต่ไอ้เงี้ยเนี่ยบองยมอดซื้อใจอุ่มเล็กเหมือนคูซาประมาณที่พี่บัวนี่คิดอดจังเอาคูซาประมาณจังไปคลาดนี่คิดก็เฉินในปีสมเด็จได้เก่งใหญ่มาการนี่คิดปัจจัยในจมูกหมกมาได้ในจมูกหมกบองนี่คิดแต่ประดอสนามยิ่มแต่ก่อนเป็นไงยิ่มท่าอันไอ้ยิ่มท่าอดมีนปัญหาหึงมันต้องยิ่มไอ้ดอเสียบานให้นึกชี้ยิ่มดอสไลเรื่องนึงเดินครุนไอ้ดังคนไอ้เธอไม่ยำสมตรมแต่ท่าเอาสุขภาพเลยจัดมาได้พันยงกอดมีสุขภาพเลยจัดล้อเอากอดมีสุขภาพล้อปีโป้นิชมสกัวลารามในกะบัดบองเดินไปเดี๋ยวนิชมบัดบองกับปุกเตอร์นิชมมีอารมณ์ท่านนิชมตัวโยอดบานจังนิชมสับทั้งไงนี่คือทั่วไว้กรบยางกระดอยปอร์มีได้จบใจปีนิชมกระดอยนิชมชียิ้มทั่วไม่เอาสุขภาพเลยจัดมาได้ล้อจ่าก็เอากอดมีกาปะตรงกิจโดยเฉพาะให้ตัวทัวนิชมสมัยจัดท่าบ่สันจีนิชมมันโจรวมประกวดเต้
បញ្ហានឹងលែងមានចាអញ្ចឹងម្ដាយខ្ញុំគាត់នឹងអត់ប្រមាចិត្តគាត់នឹងអត់ stress ជាមួយរឿងដែលកើតឡើងចំពោះកូនជាម្ដាយជាពុកតែងតែចង់ការពារកិត្តិយសរបស់កូននៅពេលដែលការដែលចុះព័ត៌មានមួយចំនួនវាមិនបានធ្វើឲ្យយើងកាន់តែរីកចម្រើនឬក៏ព័ត៌មាននិយាយតាមត្រង់ព័ត៌មានខ្លះក៏គាត់គ្រប់នៅវិជ្ជាជីវៈចាណាស្ថាប័នផ្សេងមួយចំនួនប៉ុន្តែព័ត៌មានខ្លះក៏ចុះតាមតែចង់បិចនឹងការគិតរបស់គាត់ដូចជាការប្រឡោមលោកការសរសេរសាច់រឿងពីខុសទៅត្រូវពីត្រូវមកខុសវាបែបហ្នឹងអញ្ចឹងទៅនេះក៏ជាឱកាសអំពាវនាវមួយដែរតាមព័ត៌មានផ្សេងមិនមែនជាការដាក់បន្ទុកឬក៏ផ្ដោតកំហុសឲ្យគាត់ទេប៉ុន្តែបើសិនជាចង់ដឹងព័ត៌មានពីគេគួរតែទេមកគេផ្ទាល់សូមឲ្យគេនិយាយពីសម្ដីខ្លួនគេមិនម៉ាត់បន្តិចទៅប៉ុន្តែមួយចំនួនសរសេរចេះតែសរសេរមកដូចជាការស្មាតដូចជាការព្រៀងទុកដូចជាការតាក់តែងនិពន្ធទៅលើចុងបិចបើគាត់សរសេរទៅជាអាក្រក់ជីវិតរបស់គេនឹងទៅអាក្រក់តាមគាត់អញ្ចឹងទៅហើយអ្នកមើលពេលឃើញគាត់ដឹងទេគាត់អាចគាត់បានចូលមើលអស់ផងចាជួនកាលចំណងជើងផ្សេងអញ្ចឹងទៅចាកតុយផ្សិនជួនកាលចំណងជើងវាដូចនឹងសាច់រឿងតែសាច់រឿងខុសពីបទសម្ភាសន៍របស់គេជាពិសេសការកាត់ពីហ្នឹងវាបែបហ្នឹងឯងអញ្ចឹងយើងធម្មតាយើងសហការគ្នាបន្តិចទៅចាធម្មតាទោះបីជាព័ត៌មានហ្នឹងចង់និយាយថាវាជាពិតមិនពិតក៏ដោយប៉ុន្តែឲ្យតែចេញពីមុខបុគ្គលយើងក៏គួរគោរពសិទ្ធិនិងវិជ្ជាជីវៈរបស់គេហើយម្ដងថ្ងៃនេះហើយប្រកាយច័ន្ទក៏បោះបង់ការប្រកួតអស់ហើយក៏មិនសម្រេចចិត្តដែរគោលដៅសម្រាប់ប្រកាយច័ន្ទនៅក្នុងគណៈពេលនេះគឺជាអ្វីពិតប្រាកដគោលដៅនេះពេលនេះគឺពង្រឹងក្លឹបឲ្យកាន់តែរីកចម្រើនទី1ទី2គឺពង្រឹងទីផ្សាររបស់ខ្លួនឯងដូចគ្នាដោយសារមួយរយៈនេះខ្ញុំអាក់ខានច្រើនខ្លាំងមែនទែននៅក្នុងការថតខ្សែភាពយន្តដោយសារតែទី1ឆ្អឹងរឿងដែលបងផលិតករគាត់ផ្ញើមកអត់ត្រូវ concept ដែលយើងចង់លេងចាទី2ថវិកានៃការផ្ដល់ជូនហ្នឹងគឺមានកម្រិតចាត្រង់ហ្នឹងក៏ចង់ជំរាបជូនទៅកាន់បងឬក៏បងប្អូនដែលជាសិល្បករសិល្បករនេះចំនួនក្រោយសូមមេត្តាកុំទម្លាក់តម្លៃខ្លួនឯងចាពីព្រោះយើងឃើញថាពីមួយឆ្នាំទៅមួយឆ្នាំពីមួយថ្ងៃទៅមួយថ្ងៃគេហៅថាថវិការបស់សិល្បករសិល្បករនេះអត់មានការកើនឡើងទេមានការថយចុះមានការថយចុះអានេះថាតើវាអាចមកពីកត្តាដោយសារតែបងអូនថ្មីគាត់ចូលមកគាត់អ្នកខ្លះក៏ទៅថតដោយមិនមានមិនយកលុយអញ្ចឹងទៅអ្នកខ្លះក៏យកដែរប៉ុន្តែយកថោកធ្វើមិនឲ្យខ្លួនឯងនឹងបានមានមុខមាត់នៅក្នុងវិស័យសិល្បៈសិនអញ្ចឹងនៅពេលដែលនាងខ្ញុំពង្រឹងតម្លៃខ្លួនឯងបងផលិតករគាត់និយាយថាមិនថ្លៃម៉ែចាប៉ុណ្ណេះចាហើយអូនឯងព្រមប៉ុណ្ណឹងទៅអូនអញ្ចឹងណាអញ្ចឹងនាងខ្ញុំចោលខ្សែភាពយន្តច្រើនចោលឱកាសជា BA ច្រើនដោយសារអីដោយសារតែថវិកានឹងវាអត់សមស្របទៅនឹងសមត្ថភាពនេះខ្ញុំមិនមែនលោភលន់យកថវិកានឹងមកធ្វើជាមហាសេដ្ឋីមិនមែនលោភលន់យកថវិកានឹងយកមកធ្វើអីទេប៉ុន្តែសុំត្រឹមតែឲ្យសមស្របទៅនឹងសមត្ថភាពនិងពេលវេលាដែលខ្ញុំបានលះបង់ទៅចាឧទាហរណ៍ដូចការថតខ្សែភាពយន្តបងប្អូនគិតមើលថ្លៃសាំងឡានថ្លៃសម្លៀកបំពាក់ថ្លៃញ៉ាំគឺនៅលើយើងទាំងអស់ចាហើយថតរឿងមួយរឿងមិនក្រោមពីរយៈពេល4ខែឬក៏3ខែទេអញ្ចឹងបើសិនជាយើងយកតម្លៃដែលមិនអាចចាំមិនចំណេញផងទាំងដែលយើងព្យាយាមកសាងគេឈ្មោះដើម្បីអីដើម្បីយើងរលុយនឹងត្រឡប់មកវិញដើម្បីយើងរលុយត្រឡប់មកវិញពីព្រោះពេលដែលយើងមិនទាន់ល្បីនឹងគឺយើងចំណាយណាយើងចំណាយច្រើនណាស់អញ្ចឹងដល់ពេលដែលយើងល្បីនឹងយើងរំពឹងអីយើងរំពឹងទទួលផលមកវិញចាអញ្ចឹងហើយទៅមនុស្សម្នាក់គេប្រឹងឲ្យល្បីចាចុះហេតុអីនៅពេលដែលល្បីហើយអត់បានផលមកវិញអញ្ចឹងហើយទៅនេះខ្ញុំសម្រាប់ចិត្តថាបងប្អូនសួរថាបងកាលបានបងឯងថតរឿងទៀតព្រោះខ្ញុំមិនដែលឃើញរឿងបងឯងសោះខ្ញុំចង់មើលបងឯងថតរឿងសប្តាហ៍ថ្ងៃចង់ណាស់ប៉ុន្តែសុំមិនឲ្យចំណេញឯងឲ្យមករួចខ្លួនចាសុំមិនឲ្យចំណេញឯងសុំឲ្យត្រឹមតែមករួចខ្លួនណានេះខ្ញុំនឹងទទួលថតខ្សែភាពយន្តនេះប៉ុន្តែអាចនឹងបងគាត់ឃើញពីសមត្ថភាពរបស់ក្មេងៗចំនួនក្រោយច្រើនគាត់ថាបងប្អូនអាចលេងបានអញ្ចឹងផ្ដល់ឱកាសឲ្យបងអូនចោះប៉ុន្តែសម្រាប់នាងខ្ញុំនៅតែជឿជាក់នៅលើសមត្ថភាពរបស់ខ្លួនឯងហើយនៅតែសុំអំពាវនាវទៅកាន់បងទាំងអស់គ្នាសុំឲ្យតម្លៃទៅលើសិល្បករសិល្បករនីដែលគេមានបទពិសោធន៍ច្រើនឆ្នាំថ្មីត្បិតតែតម្លៃថ្លៃក៏ពិតមែនប៉ុន្តែបើដោះដូរជាមួយនឹងបទពិសោធន៍ផាន់គាត់គឺវាស័ក្តិសមហើយចាអញ្ចឹងកុំយកតម្លៃនាងខ្ញុំដែលជាសិល្បករនីជាង10-20ឆ្នាំទៅប្រៀបធៀបជាមួយនឹងបងប្អូនដែលគាត់ទើបបញ្ចូលឲ្យនេះខ្ញុំយក2-3000ឲ្យនេះខ្ញុំយក5-600ដូចគាត់នេះខ្ញុំធ្វើអត់បានទេអញ្ចឹងសុខចិត្តថាបើមិនចំណេញឲ្យកេងផ្ទះចាកេងផ្ទះដើម្បីរក concept អ្វីថ្មីទៅពង្រឹងក្លឹប
ឬក៏ព្យាយាមរកអ្វីដែលថ្មីដើម្បីធ្វើការផុសនៅលើបណ្ដាញសង្គមរបស់ខ្លួនឯងពីព្រោះសម័យឥឡូវគឺពឹងផ្អែកនៅលើបណ្ដាញសង្គមរបស់យើងដូចគ្នាចាបើបណ្ដាញសង្គមរបស់យើងរលូនជោគជ័យផលិតករឬក៏ម្ចាស់ទីផ្សារអនឡាញផ្សេងៗគេនឹងមើលឃើញទៅតាមនឹងដូចគ្នាត្រឹមត្រូវហើយព្រោះជីវិតសិល្បៈត្រូវមានការអាប់ដេតរហូតទាំងសម្រស់ទាំងសមត្ថភាពការថែទាំរូបរាងនិងគេហៅថាស្តង់ដារ credit មួយដែលត្រូវឈរនៅលើវិស័យហ្នឹងទៅវាអាចរងមាំព្រោះលោកក្រោយមកចាំតែផ្ដួលចាមិនមែនផ្ដួលដោយសារសមត្ថភាពទេគឺផ្ដួលដោយសារតែថាអារឿងថតសម្ដែងនិងការចែកតម្លៃហ្នឹងគឺប្រហែលក៏បានដោយវាអត់មានការទៀមទាចាអាហ្នឹងក៏វាជាចំណុចមួយដែលសំខាន់ដែលអូនយកមកលើកឡើងដែរងាកមកត្រឡប់នឹងជីវិតឯកជនរបស់ប្រកាយច័ន្ទវិញឃើញមកថាมันមានព័ត៌មានស្នេហាมันមានអីទាំងអស់នេះគឺជាអ្វីដែលបងអូនកំពុងតែជឿយ៉ាងមិនដែរចាដូចនេះខ្ញុំបានជម្រាបជូនបងប្អូនទស្សនិកជនឬក៏ជម្រាបជូនអ្នកបងឥឡូវនេះអញ្ចឹងក្នុងនាមជាមនុស្សស្រីក្នុងនាមជាតារាមួយរូបយើងមិនលែងថាអត់មានអ្នកមានទំនាក់ទំនងឬក៏មិនលែងថាអត់មានអ្នកញ៉ែទេចាវាមិនមានទេវាត្រូវតែមានហើយបើថាអត់ដូចយើងកុហកទស្សនិកជនខ្លាំងពេកមានបងប្អូនមានប៉ុន្តែគាត់ថាការសម្រេចចិត្តរបស់នាងខ្ញុំនៅក្នុងផ្លូវទំនាក់ទំនងស្នេហាគឺវាមិនទាន់ដល់ពេលដោយសារនេះពេលបច្ចុប្បន្ននេះនាងខ្ញុំចង់ឲ្យពង្រឹងលើការងារចាពង្រឹងលើការងាររបស់ខ្លួនឯងក៏ដូចជាគ្រួសារចង់ឲ្យគ្រួសារយើងកាន់តែរីកចម្រើនសុខដុមរមនាជាងនេះបន្ទាប់មកនេះខ្ញុំនឹងគិតអំពីរឿងស្នេហាគូសកលទៅតាមក្រោយពីព្រោះនេះខ្ញុំគិតថាវ័យប៉ុណ្នេះវាក៏មិនទាន់អាចនឹងយឺតពេលនៅឡើយទេយូរព្រោះថាយើងមិនមែនអត់មានអ្នកចូលទេយើងមានអ្នកចូលគ្រាន់តែថាយើងមិនទាន់បើកចិត្តទទួលយកចាតែប៉ុណ្្នឹងហើយតែប៉ុណ្្នឹងចាបងឃើញព័ត៌មានមួយដែលអូនធ្វើប័ណ្ណសម្ភារតាក់ទងអំពីស្នេហាដែលអូនអត់ប្រកាន់វ័យកាន់ចាអត់ប្រកាន់ភេទអត់ប្រកាន់វ័យអត់ប្រកាន់ភេទហើយដោយសារតែកន្លងពេលនេះអូនមានលួចស្រឡាញ់អ្នកណាគេម្នាក់ដែលជាឬក៏មិនមែនថាលួចស្រឡាញ់គេអាចនឹងលួចស្រឡាញ់គេឬក៏គេកំពុងតែចាប់អារម្មណ៍លើខ្លួនឯងហើយមានអារម្មណ៍មួយថាជាអារម្មណ៍មនុស្សស្រីដូចគ្នានេះខ្ញុំបាននិយាយជំរាបជូនបងប្អូនឯត្រង់តាមផ្លូវស្នេហាស្រីក៏មានប្រុសក៏មានដែរខ្ញុំចាគឺបើមនុស្សស្រីគឺច្រើនហ្មងចាច្រើនប៉ុន្តែខ្ញុំអត់ចង់ធ្វើបាបផ្លូវចិត្តគេចាខ្ញុំត្រូវស្វែងយល់ពីខ្លួនខ្ញុំសិនថាតើនៅពេលដែលខ្ញុំកំពុងតែមានទំនាក់ទំនងនៅគាត់ជាមួយគាត់នេះថាតើអារម្មណ៍ខ្ញុំទៅជាមួយមនុស្សស្រីឬក៏អារម្មណ៍ខ្ញុំទៅជាមួយមនុស្សប្រុសដូច្នេះហើយខ្ញុំអត់ចូលចិត្តថាអូយើងសម្លឹងឃើញថាគេជាអ្នកមានយើងសម្លឹងឃើញថាចង់យកគេមកធ្វើបាបផ្លូវចិត្តគេហៅថាជីភក់កំឡងជីកបីកំឡងភក់ជីកំឡងកំបីនិយាយខ្លះចាខ្ញុំមិនមែនជាមនុស្សបែបហ្នឹងទេប៉ុន្តែមានបងសុភាពនារីបងប្អូនសុភាពនារីជាច្រើនដែលគាត់ឆាតមកសួរនាំអីអញ្ចឹងទៅនេះខ្ញុំឆ្លើយតបទៅវិញហើយនេះខ្ញុំក៏កំពុងតែសម្លឹងមើលថាតើខ្លួនឯងដើរទៅកាន់ផ្លូវណាដើរទៅកាន់ផ្លូវមួយណាចូលចិត្តអ្វីចាបើសិនជានាងខ្ញុំច្បាស់ថានាងខ្ញុំស្រឡាញ់មនុស្សស្រីនាងខ្ញុំប្រកាសជាបើកចំហឲ្យបងប្អូនដឹងហើយពីព្រោះថាវាជាធម្មជាតិនៃមនុស្សផាន់យើងដែលយើងមិនចាំបាច់ត្រូវទៅលាក់បាំងទេហើយណាមួយឪពុកម្ដាយរបស់នាងខ្ញុំតាំងពីប៉ានៅរស់ក៏គាត់បើកចំហដូចគ្រួសារនាងខ្ញុំគឺជាមនុស្សម្នាក់ដែលឲ្យសេរីភាពទៅកូនចាដូច្នេះហើយម្ដាយរបស់នាងខ្ញុំក៏គាត់និយាយដែរគាត់ថាអត់អីទេបើសិនជាកូនគិតថាផ្លូវណាដែលធ្វើឲ្យកូនមានក្តីសុខកូនដើរទៅតាមផ្លូវហ្នឹងចាដើរទៅតាមផ្លូវហ្នឹងគាត់អត់ដែរបិទសិតទេអញ្ចឹងបាននេះពេលបច្ចុប្បន្ននេះខ្ញុំនិយាយតាមត្រង់នេះខ្ញុំមានតំណែងទាំងពីរចានេះខ្ញុំមានតំណែងអត់ទេនេះខ្ញុំនិយាយជាមួយភាសាបានដែរចឹងហ៎ចាគាត់ថាវាជាតំណែងតំណងមិនមែនជាអត់ទាន់ជំរឿចាអត់ទាន់ជាជំរឿអីទេដោយសារតែយើងចង់ដឹងដែរពីព្រោះយើងខ្លួនឯងក៏យើងមិនច្បាស់ដែរថាយើងចាថាយើងកំពុងតែចង់ទៅផ្លូវណាចានៅពេលដែលខ្ញុំច្បាស់លាស់ជាមួយនឹងអ្នកណាម្នាក់ហើយយើងដឹងយើងស្គាល់អំពីខ្លួនឯងថាយើងចង់ដើរផ្លូវណាយើងនឹងស្មោះត្រង់ហើយនឹងសម្រេចចិត្តថាយើងនៅជាមួយគាត់ឥឡូវមានលំអៀងទៅខាងណាបន្តិចនៅដែលកំពុងតែមើលឥឡូវចិត្តអរងយើងអត់សម្រេចចិត្តទេប៉ុន្តែអារម្មណ៍យើងតើរវាងពីរផ្លូវហ្នឹងទាំងប្រុសទាំងស្រីតើអារម្មណ៍អូនមើលទៅហាក់ដូចជាមានអារម្មណ៍ល្អរបៀបម៉េចខាងណាជាងបើយើងកលេចទៅកាន់សុភាពនារីវិញយើងដឹងថាមនុស្សស្រីដូចគ្នាអញ្ចឹងយើងអាចនឹងគ្រាន់តែនិយាយមួយម៉ាត់គឺឆាប់យល់គ្នាហ្មងឆាប់យល់ថាអូឥឡូវនេះយើងកំពុងតែចាមិនយើងកំពុងតែពិបាកចិត្តឬក៏អីគាត់ស្ដាប់សលេងយើងមកគាត់ដូចដឹងណាចាដូចដឹងអញ្ចឹងយើងមានអារម្មណ៍ថាគេយល់អារម្មណ៍យើងហើយធម្មតាទំនាក់ទំនងស្នេហាយើងតែងតែចង់ទាមទារឲ្យមានមនុស្សយល់អារម្មណ៍តែប៉ុណ្្នឹងឯងអញ្ចឹងបើសួរថាតើទៅខាងណាច្រើនជាងខ្ញុំគិតថានាពេលនេះអត់ទាន់តែបើថាមើលទៅខាងណាដែលយើងចូលចិត្តជាងយើងដឹងហើយចាដឹងហើយតែបើសិនជាយើងដឹងពីផ្លូវចិត្តយើងថាពេលនេះអារម្មណ៍អ្នកណាដែលធ្វើឲ្យអារម្មណ៍យើងល្អជាងគឺយើងដឹងហើយមែនទេគ្រាន់តែយើងមិនទាន់សម្រេចចិត្ត
បកាយច័ន្ទគឺជាមនុស្សម្នាក់ដែលបងសួរអីឆ្លើយហ្នឹងហើយគឺជាមនុស្សម្នាក់ដែលហ៊ាននិយាយអំពីអារម្មណ៍ពិតព្រោះភាគច្រើននៅក្នុងប្រទេសកម្ពុជាយើង LGBT ហ្នឹងគឺអត់ទាន់ដូចថាមិនទទួលស្គាល់ពេញលេញទេប៉ុន្តែក៏ប្រសើរជាងមុនឆ្ងាយដែរបើប្រៀបធៀបពីមុនហើយនឹងបច្ចុប្បន្នមែនទេហេតុអីបានជាបកាយច័ន្ទហ៊ានយករឿងហ្នឹងមកនិយាយជាសាធារណៈដែលអត់ខ្លាចប៉ះពាល់គេឈ្មោះអត់ខ្លាចគេស្អប់ស្រឡាញ់ស្រីផងប្រុសផងបើកទលាយអញ្ចឹងហាក់ដូចជាបង្រៀនឲ្យក្មេងជំនាន់ក្រោយដើរផ្លូវពីរអញ្ចឹងបងយល់យ៉ាងម៉េចដែរតើតើជាមួយនឹងចំណុចមួយនេះនឹងខ្ញុំក៏ចង់ជំរាបជូនទៅកាន់បងប្អូនមិនយុវវ័យឬក៏លោកឪពុកអ្នកម្ដាយប៉ុន្តែឥឡូវនេះសូមនិយាយទៅកាន់យុវវ័យសិនចង់ឲ្យគាត់ច្បាស់ដោយខ្លួនឯងសិនចង់ឲ្យគាត់ច្បាស់ដោយខ្លួនឯងសិនពីព្រោះថានាងខ្ញុំអាចនឹងវាថ្មីសម្រាប់នាងខ្ញុំដែរអញ្ចឹងធ្វើឲ្យនាងខ្ញុំវិភាគអត់ត្រូវវិភាគអត់ត្រូវថាខ្លួនឯងកំពុងតែចង់ទៅផ្លូវមួយណាតែនៅពេលដែលនាងខ្ញុំច្បាស់ការនៅពេលណានាងខ្ញុំនឹងជំរាបជូនបងប្អូនអត់ឲ្យបងប្អូនមានមន្ទិលសង្ស័យចឹងទៀតទេហើយក៏ចង់ឲ្យបងប្អូនស្វែងយល់ពីខ្លួនឯងឲ្យច្បាស់ដូចគ្នាមុននឹងទៅធ្វើបាបផ្លូវចិត្តរបស់អ្នកណាម្នាក់យើងស្វែងយល់ពីខ្លួនឯងឲ្យច្បាស់សិនថាតើយើងជាប្រភេទមនុស្សបែបម៉េចចានៅពេលដែលយើងច្បាស់ហើយសូមផ្ដល់តម្លៃនិងផ្ដល់ការស្រឡាញ់ឲ្យទៅមនុស្សដែលយើងស្រឡាញ់ហើយមួយវិញទៀតក៏ចង់សំណូមពរទៅកាន់លោកឪពុកនិងអ្នកម្ដាយគ្មានអ្នកណាម្នាក់មកបង្ខំយើងខ្ញុំទេគ្មានអ្នកណាម្នាក់ដែលអាចមកបង្ខំកូនលោកអ្នកបានទេតែអ្វីគ្រប់យ៉ាងយើងត្រូវបើកចិត្តឲ្យទូលាយថាវាមកពីធម្មជាតិវាមកពីហ្សែនវាមកពីអីផ្សេងដែលធ្វើឲ្យគាត់ទៅជាអញ្ចឹងអត់មានអ្នកណាម្នាក់ដែលចង់ធ្វើឲ្យឪពុកម្ដាយមិនសប្បាយចិត្តហើយក៏មិនមានអ្នកណាម្នាក់ដែលចង់ឲ្យគេមើលថាខ្លួនឯងគឺជាមនុស្សដែលខុសធម្មជាតិដែរវាជារឿងអាម៉ាស់វាជារឿងដែលធ្វើឲ្យយើងជាសមីខ្លួននេះមានអារម្មណ៍ថាខូចចិត្តចំពោះខ្លួនឯងដែលកើតមកមិនចំភេទនិយាយប្រមាត់ឲ្យខ្លីប៉ុណ្នេះវាធ្វើឲ្យយើងនេះឈឺចាប់បាត់ទៅហើយតែនៅពេលដែលឪពុកម្ដាយមិនទទួលស្គាល់វារឹតតែធ្វើឲ្យយើងនេះដូចទៅយកបាត់យកមកច្រាមយើងចឹងជីវិតហ្នឹងបានន័យថាវាអត់ន័យហ្មងវាអត់ខ្លឹបសារម្ដងតែម្ដងអញ្ចឹងហើយនេះខ្ញុំចង់ជម្រាបជូនលោកឪពុកនិងអ្នកម្ដាយនេះខ្ញុំចង់ជម្រាបថាមិនមែនឲ្យលោកអ្នកត្រូវតែទទួលស្គាល់ថាទៅអញ្ចឹងក៏អញ្ចឹងទៅមិនមែនទេប៉ុន្តែគាត់ថាបើកចិត្តបើទៅជាអញ្ចឹងទៅហើយបើកចិត្តទទួលស្គាល់សិនថាតើមូលហេតុអីបានគាត់ទៅអញ្ចឹងមុនដំបូងយើងសួរមូលហេតុសិនហើយបន្ទាប់ពីសួរមូលហេតុហើយតើយើងអាចផ្ដល់ជាឱកាសឬក៏យើងផ្ដល់ជាការនិយាយទៅកាន់គាត់កែលម្អគាត់សិនថាឥឡូវខ្លួនឯងសាក់ធ្វើអញ្ចឹងសិនមើលបានទេចេញលោកខ្លួនឯងគ្រាន់តែមកឆាអញ្ចឹងណាឥឡូវខ្លួនឯងសាក់ធ្វើតាមប៉ាសិនសាក់ធ្វើតាមម៉ាក់សិនមើលខ្លួនឯងធ្វើមកបានអត់យើងផ្ដល់ឱកាសឲ្យគាត់កែសិនតែបើគាត់ធ្វើតាមហើយគាត់កែមិនបានទេយើងគួរតែដឹងថាកូនយើងគឺគាត់ព្យាយាមហើយអញ្ចឹងបើសិនជាគាត់ព្យាយាមហើយនៅតែមិនបានតើយើងនៅតែដាច់អហង្ការបែបហ្នឹងទៀតឬក៏យ៉ាងម៉េចឬក៏យើងព្រមបើកចិត្តក្នុងការទទួលយកបន្តិចម្ដងសំណួរនេះក៏បងធ្លាប់សួរហេទីដែរចាពេលបងគាត់សួរគាត់ឆ្លើយថាគាត់អត់ទាន់ដឹងថាខ្លួនគាត់ជាអីគាត់រកខ្លួនគាត់អត់ទាន់ឃើញចឹងគាត់អត់ទាន់ហ៊ាននិយាយចាប៉ុន្តែគាត់ការដែលនិយាយនេះក៏បានន័យថាគាត់អត់ទាន់ដឹងថាចិត្តគាត់ត្រូវធ្វើមិនដូចគ្នាចាអញ្ចឹងបានន័យថាអ្វីគ្រប់យ៉ាងក៏ដោយនៅលើលោកនេះយើងអាចកំណត់ថាបើយើងជាប្រុសពេញលក្ខណៈហើយឬក៏យើងជាស្រីពេញលក្ខណៈហើយយើងអត់ត្រូវដាក់បន្ទុកឲ្យគេត្រូវតែដើរតាមជីវិតដែលយើងជោគជ័យហើយឬក៏ជីវិតដែលគេកំពុងតែធ្វើយើងមិនពេញចិត្តឬក៏អីក៏ដោយក៏មិនត្រូវមាក់ងាយគេដែរដោយសារហេតុអីមនុស្សម្នាក់មានបរិយាកាសនៃសម្ពាធជីវិតសង្គមគ្រួសារផ្សេងគ្នាយើងអត់ដឹងថាបុគ្គលណាគេធ្លាប់ជួបរឿងអីខ្លះបុគ្គលណាក៏ធ្លាប់សោកសៅរឿងអីខ្លះបុគ្គលណាក៏ធ្លាប់ខូចចិត្តរឿងអីខ្លះឬបុគ្គលណាដែលគាត់គិតយ៉ាងម៉េចខ្លះទេព្រោះមនុស្សយើងតែងតែសម្ដែងចេញឲ្យមួយជ្រុងតែប៉ុណ្ណោះគឺនៅលើ social media ហើយពាក្យច្រើនជ្រុងដែលគាត់បង្ហាញគឺជាជ្រុងដែលល្អក្នុងជីវិតតែប៉ុណ្ណោះមែនអត់ចាវាមិនដែរណាគេទៅបង្ហាញជ្រុងដែរអសល់នៃជីវិតរបស់ខ្លួនឯងភាពបរាជ័យរបស់ខ្លួនឯងឲ្យគេដឹងទេចាអញ្ចឹងជ្រុងណាដែលគេបង្ហាញក៏វាមិនមែនសុទ្ធតែជារូបភាពពិតដែរប៉ុន្តែបើសិនជាគេបង្ហាញនៅក្នុងន័យមួយបង្រៀនមនុស្សឲ្យរីកចម្រើនយើងក៏ទទួលទៅមិនអញ្ចឹងវាជារឿងគេហៅថាច្បាប់ធម្មជាតិនៃជីវិតអើយថ្ងៃនេះបាននិយាយគ្នាច្រើនមែនតើបកាយច័ន្ទអញ្ចឹងមិនថាបកាយច័ន្ទចេះបរោះឬក៏នារីទេចូលរោងការបង្រត់នៅទៅបរោះនៅបង្រត់នៅស្រុកខ្មែរឡើយចានេះគឺជាអ្វីដែលបងចង់សម្ភារព្រោះថាការងាររបស់បកាយច័ន្ទឥឡូវហ្នឹងក៏ជោគជ័យច្រើនហើយដែរតាមរយៈវីដេអូផ្សេងយើងបង្ហាញពីសកម្មភាពព្រោះអ្នកសិល្បៈយើងងាយយល់ទេតែសកម្មភាពចាគឺគាត់ជោគជ័យតែបើទៅផ្ទះបានថាគាត់ធ្វើវីដេអូហើយការចាអញ្ចឹងទៅតម្លៃថ្លៃធ្នូតើតើពីសិល្បៈស្ករសិល្បៈការនេះហ្នឹងខាងក្រុមអេเจนស៊ីក៏ដោយអីក៏ដោយបើទោះបីជាយើងចង់ហៅអ្នកណាម្នាក់ដើម្បីសហការងារមួយគ្នាក៏គួរតែប្រើភាសាមួយដែលសមស្របជៀសវាងយកអ្នកនេះទៅប្រៀបធៀបអ្នកនោះបើយើងយកគេមិនបានយើងកុំប្រៀបធៀបយើងគ្រាន់តែប្រាប់ថាតម្លៃរបស់យើងគឺ
mình đó bật bật cha cái mà cha này cha cha con lư chở nó khăn nó cái vô nhưng tập pan này nó bỏ cái cho bà sinh cái vô bật pan nó mà tẹt to hay như vậy mẹ này anh ấy thọp chụp bạch giá cả nữa ធ្លាប់ដែរបងធ្លាប់ជាពិសេសគឺជួបពេលមានកម្មវិធី event ផ្សេងៗអីចឹងណាបងដូចកម្មវិធីសម្ពោធឬក៏កម្មវិធីសម្ពោធរថយន្តថ្មីអីចឹងទៅភាគច្រើនមានដែរតាមានហ្នឹងអូនឯងថ្មីឯងគេអ្នកជើងចាស់នោះគេយកតែប៉ុណ្នេះតាអេប៉ុណ្ណាអូនឯងលើអូនឯងយកប៉ុណ្្នឹងទៅបងយកអូនឯងពីព្រោះ agency ឬក៏ម្ចាស់កម្មវិធីគេត្រូវការអូនឯងអញ្ចឹងខ្ញុំថាអត់ទេបងតម្លៃខ្ញុំប៉ុណ្្នឹងបងយកបានភាសានិយាយសំខាន់ណាភាសានិយាយសំខាន់ណាទោះបីជាពេលខ្លះតម្លៃថ្លៃធ្នូខ្ពស់ទាបក៏ដោយប៉ុន្តែបើសិនជាយើងចេះភាសានិយាយគេក៏ពេញចិត្តនឹងធ្វើការងារឲ្យយើងដោយគេហៅថាពេញចិត្តមិនបាច់ចាំបាច់និយាយលុយជាធំបែបនេះចាប៉ុន្តែភាសាខ្លះនិយាយរបៀបបងអាក់បងអន់តួក៏តួខឹងដែរព្រោះហេតុអីទេមនុស្សណាក៏ត្រូវការតម្លៃនឹងកិត្តិយសដែរចាអញ្ចឹងយើងគួរតែសហការគ្នាដោយការប្រកបការងារដោយវិជ្ជាជីវៈដោយមិនយកបុគ្គល A ទៅប្រៀបធៀបជាមួយនឹងបុគ្គល B ដោយមិនរំលាក់បុគ្គលណាម្នាក់ដើម្បីចង់បានអាណាម្នាក់ដើម្បីមកធ្វើការជាមួយនឹងយើងទេអរគុណអូនសម្រាប់ការចូលរួមនៅក្នុងកម្មវិធីរបស់បងហើយជូនពរឲ្យជោគជ័យនឹងដំណើរការកម្មវិធីក៏ដូចជាការងាររបស់អូនឲ្យបានរលូនចាប់ពីពេលនេះតទៅជាចុងក្រោយតាមមានជាសារអ្វីដើម្បីជាការផ្ដាំផ្ញើទៅកាន់ទស្សនិកជនជាអ្នកគ្រប់គ្រងជា fan ដែលស្រឡាញ់អូនដែលជាសារមួយដែលអូនចង់ចែករំលែកជាទីបំផុតអរគុណច្រើនជាចុងក្រោយសូមថ្លែងអរគុណដល់អ្នកបងដែលបានផ្ដល់ឱកាសថ្មីនៅក្នុងការចូលរួមក្នុងកម្មវិធីសោកខ្មៅដូចជាសូមអនុញ្ញាតថ្លែងអរគុណទៅកាន់ប្រិយមិត្តទស្សនិកជន fan ដែលតែងស្រឡាញ់និងគ្រប់គ្រងតែងផ្ដល់កម្លាំងចិត្តមកឲ្យនាងខ្ញុំហើយនៅក្នុងថ្ងៃនេះក៏សូមអនុញ្ញាតខន្តីអភ័យទោសនៅរាល់កំហុសខុសឆ្គងពីពេចត្រង់ណាដែលមិនគួរគប្បីប៉ុន្តែអ្វីគ្រប់យ៉ាងដែលនាងខ្ញុំបាននិយាយទៅនេះសុទ្ធសឹងតែជាអ្វីគ្រប់យ៉ាងដែលនាងខ្ញុំធ្លាប់មានបទពិសោធន៍មិនមែននាងខ្ញុំចេះតែលើកយកមកនិយាយទេអ្វីពីព្រោះថាមនុស្សនាងខ្ញុំគឺជាមនុស្សម្នាក់ដែលប្រកាន់ភ្ជាប់នៅលើសិលធម៌សុជីវធម៌ជាពិសេសរឿងណាដែលយើងធ្លាប់ជួបពិតអានឹងយើងយកមកនិយាយដើម្បីចែករំលែកនៅបទពិសោធន៍នឹងជូនទៅកាន់បងប្អូនចំនួនក្រោយឬក៏អ្នកដែលត្រៀមនឹងកំពុងតែដើរផ្លូវដូចដែលនាងខ្ញុំធ្លាប់បានដើរចាមួយវិញទៀតចង់ចែករំលែកនៅសារសុខភាពជូនទៅកាន់ពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែររបស់យើងទាំងអស់គ្នាពីព្រោះថាសុខភាពគឺជាកត្តាដែលចាំបាច់និងសំខាន់បំផុតដោយសារពីនាងខ្ញុំបាត់បង់លោកឪពុកក៏ដោយសារតែបញ្ហាសុខភាពហើយអ្នកម្ដាយខាងក្រោយនេះក៏ឥឡូវនេះមានបញ្ហាសុខភាពដែរអញ្ចឹងក៏កំពុងតែព្រួយបារម្ភដូច្នេះហើយសង្ឃឹមថានឹងថែរក្សាសុខភាពឲ្យបានល្អតាក់ទងជាមួយនឹងរបបអាហារការហាត់ប្រាណចានឹងការទទួលទានភេសជ្ជៈផ្សេងបើសិនជាមិនចាំបាច់ទេក៏ទទួលទានទឹកឲ្យបានច្រើនដើម្បីសម្រាប់សុខសុវត្ថិភាពរបស់យើងជាពិសេសសូមកូនទាំងអស់គ្នាផ្ដល់ការទុកចិត្តក៏ដូចជាផ្ដល់នៅការមើលថែឲ្យបានច្រើនទៅកាន់លោកឪពុកនិងអ្នកម្ដាយរបស់យើងផងដែរចាលោកសេនាងកញ្ញាពីកម្មវិធីរបស់យើងក៏សូមអរគុណដល់ម្ចាស់ឧបត្ថម្ភកម្មវិធីដែលមានដូចជាផ្សារទំនើប Wesley ជាផ្សារដែលមានទីតាំងធំទូលាយផ្គត់ផ្គង់គ្រឿងបរិក្ខារប្រើប្រាស់គ្រប់ប្រភេទត្រីសាច់បន្លែគ្រឿងឧបភោគបរិភោគប្រកបដោយគុណភាព EDM ជាដៃគូគ្រប់ event របស់លោកអ្នកឥឡូវនេះពីកម្មវិធីរបស់យើងក៏ដល់ទីបញ្ចប់ហើយក៏សូមអរគុណសម្រាប់ការតាមដាននិងចំណាយពេលវេលាដ៏មានតម្លៃពីកម្មវិធីសនៅខ្មែរតាំងពីដើមរហូតដល់ចប់សង្ឃឹមថាសូនេះគឺជាការចែករំលែកនៅបទពិសោធន៍មួយដ៏ធំនៅក្នុងវិស័យមួយដែលចាស់ប្រកែកច័ន្ទធ្លាប់ដើរកន្លងមកហើយក៏សូមជូនពរលោកសេនីកញ្ញាជួបប្រទះតែសេចក្តីសុខនិងសេចក្តីចម្រើនមានសុខភាពល្អធ្វើដំណើរទៅកាន់ទីណាប្រកបដោយសុវត្ថិភាពសម្រាប់ពេលនេះពីកម្មវិធីសនៅខ្មែរសូមអរគុណសូមគោរពលា